ជាចៅកំដាចទាំង7សាហាវណាស់មានមនុស្សឆាប់ចេញមកទាំងអស់មកមានលុយប្រមាណយកមកភ្លាមស្រីប្រមាណនៅទីនេះទាំងអស់ប្រុសសម្រាប់ចោលទាំងអស់នៅបានទេចាប់ទៅនៅឡើយនៅទៅនៅឡើយទៅនៅបានទេបងអើយពួកនោះកាយទៅមកទៅម៉ែអើយម៉ែកាយទៅអើយយកលុយចេញមកអើយផងឲ្យគេឲ្យស៊ីផងទៅស៊ីមនុស្សអីស្លាប់យ៉ាងនោះអត់ទេខ្ញុំចង់ស៊ីដៃស្រស់ជើងស្រស់ឈាមស្រស់ប្រមាត់ស្រស់ឲ្យខ្ញុំស៊ីតិចទៅសិនទៅពួកនេះសត្វតែជាកូនចៅខ្លួនកខ្វក់ឲ្យស្អុយទៀតផងមានអីគួរចាញ់ខ្ញុំស៊ីឲ្យខ្លែងស្រាបកែវបានដល់ស៊ីមនុស្សទៅគេនឹងដឹងថាឯងជាលីកាយឈួនមនុស្សក្នុងចំណោមជនកំណាចទាំង10ហើយអូយមែនហើយគេក៏ដឹងថាឯងជាជីវពឹសដែរតែគេដឹងថាយើងជាជនកំណាចទាំង10នោះមិននឹងពួកវាស្លាប់ហើយក៏ទៀតផងអូយយកមកទៅហើយអូយអញ្ចឹងមិនល្វីងអស់ហើយទេអូយវិវយក៏ដល់ហើយបែកប្របាត់ចឹងអូយងាប់មួយទៀតហើយអើយសុំទូដល់ពួកឯងកុំងាប់ងាប់អស់ចឹងវិវយខ្ញុំគឺអាចជំនួសក្នុងចំណោមជនកំណាចទាំង10អូយស្លាប់មែនតែនៅខ្ញុំស៊ីទៅក្រែងថាប៉ាខ្ញុំស៊ីចំបោហើយអាចចំបោមានអីគួរឆ្ងាញ់ទៅអត់ឆ្ងាញ់ទេចំបោចឹងអាចចំបោមានអត្តជាដែរអីក៏ឯងស៊ីទៀតមនុស្សតែតែមានអាចចឹងហើយឯងលំបាកមែននេះស៊ីដៃមកខាងទៅអូអីអានេះប្រហែលជាឃ្លានហើយវាប្រហែលជាឃ្លានខ្លាំងហើយបាទជាឃ្លានទឹកគាត់អូពលឹងស្អាតហើយលើលោកទីវាមកជួយណាស៊ីសាច់មនុស្សនោះចំមែនបងហើយវាមានផ្កាព្រិលសម្រាប់មនុស្សយកមានទាំងអស់1400ម៉ឺនតម្លឹងគម្រាមក្រុមការពារនៃជាណាន82ក្រុមឲ្យមានពួកឯងធ្វើជាថ្លៃការពារដឹងអីពួកឯងក្នុងនោះសម្រាប់មនុស្សទាំងអស់246នាក់ធ្វើឲ្យរបួស146នាក់បូកសរុបទៅពួកឯងសម្រាប់មនុស្សអស់470000នាក់តើពួកឯងគួរតែស្លាប់ទេម្ចាស់វិមានអយុធធម៌ណាមាននោះគឺបិសាចនេះនឹងត្រីផ្លាន់ទេបិសាចនេះនឹងត្រីជាជនកំណើតទាំង10មែនទេពិតប្រាកដហើយអញ្ចឹងបានន័យថាគួរតែស្លាប់ហើយមែនទេពួកវាទៅទទួលខុសត្រូវមិនបាច់តសារជាមួយនេះទេលាងជើងកំណាចជាកន្លែងរបស់ពិភពគុណនាងស្មារតីចោះស្មារតីយើងនោះផ្លាកបញ្ជាពិភពគុណត្រូវហើយ3ថ្ងៃមុននោះរៀមច្បងទាំងពីរបានប្រកល់ផ្លាកនេះមកឲ្យខ្ញុំហើយខ្ញុំឥឡូវគឺជារៀមច្បងនៅពិភពគុណបើនាងចង់សម្លាប់ពួកខ្ញុំសូមជួយចុះពួកខ្ញុំមិនតដៃបន្តិចទេល្អខ្ញុំលេងគោសាមហើយឈប់សិនលោកបងជាណានលោកប្តីម្ចាស់វិមានត្រកូលយានខ្ញុំនេះគឺជាមនុស្សស្មោកគ្រោកណាស់ម្ចាស់វិមានសម្រស់ស្អាតដូចគុជ5ឆ្នាំមុនពួកយើងរៀបការអ្នកណាក៏ថាពួកយើងមិនស័ក្តិសមនឹងគ្នាដែរការពិត5ឆ្នាំកន្លងទៅនេះ
គឺជាការសប្បាយជាងគេក្នុងជីវិតរបស់ខ្ញុំហើយបើសិនជាពេលវេលាអាចថយក្រោយវិញបានកើតជាតិណាក៏ខ្ញុំនៅតែយកនាងធ្វើប្រពន្ធដែរថ្ងៃនេះខ្ញុំពោលទាំងកូនប្រុសមកទៀតគឺចង់សុំអំបរនាងឲ្យអត់ឱនកុំសម្លាប់ជួនកំណាយទាំង10ធ្វើអីខ្ញុំដឹងថាលីតៃឈួនជាមិត្តរបស់បងប៉ុន្តែវាប្លន់របស់គេឬមួយក៏វាប្លន់គេឲ្យបងមិនឲ្យខ្ញុំដេញដោលវាទៀតពិតមែនតែគេជាមិត្តខ្ញុំមែនប៉ុន្តែមនុស្សគេយ៉ាងម៉េចនោះខ្ញុំដឹងច្បាស់ណាស់លោកបងមិនបាច់ពួកគេដោះសារក៏ខ្ញុំដឹងថាពួកគេគ្មានធ្វើអ្វីដែរខ្ញុំមកមិនមែនដើម្បីគេទេគឺដើម្បីនាងខ្ញុំមិនចង់ឲ្យនាងខុសហើយខុសទៀតទេធ្វើមនុស្សឲ្យមានគុណធម៌ខ្លះផងនេះជាវិន័យគេចែងមកតាំងពី170ផ្លាយឆ្នាំមុនម្លេះមានអ្នកណាដែលគ្មានមនោសញ្ចេតនានោះទោះជាគេជាជនកំណាចទាំង10ក៏មិនត្រូវសម្លាប់គេទាំងអស់ដែរសូមនាងយល់ដល់ចិត្តរបស់ខ្ញុំចំពោះនាងផងវិន័យ100ឆ្នាំមុនទុកឲ្យមនុស្ស100ឆ្នាំមុនទៅគោរពចាស់បើអញ្ចឹងខ្ញុំមានតែរាំងនាងទេរឿងដែលខ្ញុំចង់ធ្វើឲ្យគ្មានអ្នកណាកែប្រែបានទេល្អថ្ងៃនេះយើងសូមកាត់ផ្ដាច់មនោសញ្ចេតនាប្តីប្រពន្ធតែត្រឹមនេះចុះល្អខ្ញុំចាញ់បងកន្លះស្នៀតខ្ញុំទៅប៉ុន្តែ18ឆ្នាំក្រោយអ្នកបន្តវេនខ្ញុំធំហើយប្រកាសជាយកឈាមលៀងល្អាជន់កំណាត់នេះមិនខានលបងជារួយយកមកទៅហើយលបងជាអូយលបងជារួយបងជាបាយមកចូលបានដៃប្រដៃជីបចោលដល់ហើយខ្ញុំអូយខ្ញុំឲ្យស្នាមគាត់លេបនេះអើយចឹងគាត់នៅរស់ទេនេះមែនហើយជីវិតគាត់ការពារបានប៉ុន្តែដល់ពេលគាត់ជាហើយទៅលេកម្លាំងធាតអស់ហើយណាបើឯងមិនជួយគាត់ឯងសម្លាប់ឯងចោលឯងប្រាប់គាត់មានគុណឬឯងខ្លាចណាជួយខ្ញុំគិតយ៉ាងម៉េចទៅសម្លាប់ខ្ញុំក៏អត់ប្រយោជន៍ដែរអញ្ចឹងមែនហើយណែពួកយើងចិញ្ចឹមកូនគាត់ធំហើយផ្ទៃបាច់កូនយើងទាំងអស់ឲ្យទៅវាទៅអញ្ចឹងទៅវាចាប់បានហើយប៉ុន្តែវាមានព្រើចង្រៃនោះហ៊ានលេងអានេះចំពោះយើងហ៎ជីវខ្ញុំយល់ដល់ពួកយើងចំកូននាងនោះល្អទេតែអញ្ចឹងក៏បងឯងនឹកឃើញដែរណែពួកយើងចាំស្ដាប់ណាពួកយើងបង្រៀនក្បួនអាក្រក់ឲ្យតែកូននាងទាំងអស់ទៅចាំមើលថ្ងៃក្រោយនាងឈឺចិត្តគឺវាហើយគឺវាមែនមុខមាត់វាដូចខ្ញុំទាំងអស់ភ្នែកទាំងពីររបស់វាធំមុខវាមានរាងពងកពើចិញ្ចើមវែងខ្មៅសមអ្នកហាត់ក្បាច់គុណមែនសមណាស់មែនហើយដាក់ឈ្មោះអីចានេះគឺវាមានផ្កាព្រើគឺត្រកូលហួរសន្សំរាត្រីល្អឥតខ្ចោះដាក់ឈ្មោះថាហួរមួយយាកចាស់ដេកចាំមកលេងដេកមកអីនេះឡើងជួនកំណាចឯណាវិញអូយឡើងនៅខាងមុខហួរបន្តិចទៀតគឺហ្នឹងឯងបន្តិចទៀតស្អីឆ្ងាយបន្តិចជិតបន្តិចអាចង្រៃយោសំនឹងងាត់នេះឯងនេះមកនេះបែកកេងកុំដើរជិតគ្នាសោះណា
ជាចេញណាអាចត្រៃយកមើលអីដែរអញសួរឲ្យមិនក៏មិនឆ្លើយហេតុអីក៏មកវិញទៀតហើយធ្វើអំពើអាក្រក់ណាធ្វើអំពើអាក្រក់ស្អីទៅសម្រាប់មនុស្សចាប់កូនកំមុំគឺរំលោភរឿងណាអាក្រក់ធ្វើទាំងអស់ហ្នឹងអូឯងមិនអួតទេអួតស្អីទៅខ្ញុំជាអ្នកពិភពគុណល្បីឈ្មោះចាំបាច់អួតធ្វើអីទៀតមានឯងខកខ្លួនឯងទេមានខ្លះដែរព្រោះថាខ្លួនខ្ញុំស្អាតឯងដែរឈ្នះខ្លួនឯងទេប្រុសណាក៏ដៃរឹងដែរចឹងដែរកាប់ដៃខ្លួនឯងទេឯងបិឆោតខ្ញុំទេឯងចាំមើលណាហើយឆាំរើសមកវិញមកខ្ញុំថាដៃរបស់ខ្ញុំណានេះកាន់តែជាប់ទៅហេតុអីក៏ឯងវាយខ្ញុំដៃខ្ញុំឯងកាន់ជាប់ទាំងពីរទៅហើយខ្ញុំមានដៃណាវាយឯងទៀតខ្ញុំលេងលីសើជាមួយឯងខ្ញុំទៅវិញហើយឈប់សិនឯងកាន់ដៃរបស់ខ្ញុំឯងត្រូវពឹសហើយណាអញ្ចឹងឯងបិឆោតខ្ញុំទេអីប្រហែលមកទៀតឯងត្រូវរលួយខ្លួនឯងតែស្រែកខ្លាំងរលួយតែខ្លួនអស់ទៀតអញ្ចឹងគិតយ៉ាងម៉េចទៅនេះប៉ុន្តែមិនអីទេខ្ញុំនៅមានថ្នាំបន្សាបណែអើមែនប៉ិតប្រកាសហើយថ្នាំល្វីងជាថ្នាំល្អថ្នាំផ្អែមជាថ្នាំពុលឯងជប់បំភ័យខ្ញុំទៅបំភ័យខ្ញុំចឹងខ្ញុំស្លាប់ហើយលោកបងលោកបងអ្នកណាជាលោកបងរបស់ឯងពួកឯងមិនដឹងទេគេនឹងជាអ្នកណាទៅគេជាកូនរបស់ជួនកំណាចទាំង10ឈ្មោះថាជួនកំណាចគ្មានជួនកំណាចណាការជាងគេទៀតទេគ្រាន់តែប្រាប់គេថាខ្ញុំជាអាកូនត្រីទៅបានទៅហើយវាមិនដឹងថាឯងជាកូនត្រីផងបើវាមិនស្គាល់ថាខ្ញុំអាកូនត្រីខ្ញុំទាត់វាងាប់អញ្ចឹងខ្ញុំសុំទោសឯងណាសុំទោសក៏សុំទោសទៅចុះអាកូនត្រីអើយអាកូនត្រីមកជីវឯងកំពុងរកឯងនោះរកខ្ញុំធ្វើអីមានការចាំបាច់ណាតោះពួកយើងទៅកាម៉េចឲ្យខ្ញុំទៅប្រកួតយកឈ្មោះជាម្ចាស់ពិភពគុណនឹងគេមែនហើយក្រៅពីឯងទៅប្រកួតយកឈ្មោះម្ចាស់ពិភពគុណនៅតាមរកមនុស្ស2នាក់ទៀតមែនហើយរត់ណាគេណែការពិតទៅពីមុនយើងមានតែគ្នា10នាក់ទេបើដល់ដល់ក៏ហៅយើងថាអ្នកក្លាហានទាំង10ដែរខ្ញុំគឺអ្នកក្លាហានទី1គេលេខ2ខ្ញុំអ្នកក្លាហានទី3ខ្ញុំអ្នកក្លាហានទី4ខ្ញុំអ្នកក្លាហានទី5អ្នកក្លាហានទី5យើងទេអូបើអ្នកក្លាហានទី5យើងអ្នកក្លាហានទី6បានហើយឈប់មាត់ទៅ20ឆ្នាំមុនយើងបានមាស100,000តម្លឹងមាសនោះទៅពួកយើងទទួលខុសត្រូវសងគេណាត្រូវអ្នកក្លាហានទី7និងទី8ឈ្មោះថាបេសាចនេះនឹងត្រីហើយបានលេបមាននេះទាំងអស់ហើយនាំទៅពួកយើងទៅទៀតដល់ហើយ2នាក់ហើយបើអញ្ចឹងពូទាំង8ទៅបដូរនឹងវាហើយពួកយើងកាលនោះទៅវាបំពល់ទៀតផងមិនក៏គេបំពល់យ៉ាងអញ្ចឹងស្នៀតនេះសាហាវខ្លាំងណាស់វាឲ្យពួកយើងទៅជាប់ឈ្មោះស្អុយណាក៏តាមសម្រាប់យើងដែរល្អពួកយើងចាប់ឯងទៅយកឈ្មោះយើងចាប់ពិភពគុណមកវិញហើយណែលោកពូអាចទៅបានខ្ញុំមិនមែនអ្នកក្លាហានទី1ដោយលោកពូថានោះទេគឺឯងអ្នកក្លាហានខ្ញុំជាអ្នកក្លាហានស្អីទៅអើយឯងជាដំណោះក្រោយរបស់អ្នកក្លាហានណាណែកូនប្រុសអានេះជាឱកាសដែលឯងសងសឹកហើយឬទេកាប់សម្លាប់សងសឹកពេលណាទើបចប់រឿង18ឆ្នាំហើយបំភ្លេចចោលទៅទោះជាមិនសងសឹកក៏ឯងត្រូវយកផ្លាបញ្ជានោះមកវិញដែរឧបមាថាឯងយកផ្លាបញ្ជានោះបានហើយចង់សម្លាប់ពួកយើងក៏យើងមិនហ៊ានតដៃដែរក៏សំខាន់យ៉ាងនេះយើងទៅទាំងអស់គ្នាទៅចឹងអ្នកណាធំអ្នកណាតូចទៅទាំងអស់គ្នាគឺទាំងអស់គ្នាហើយណាហើយគឺមានតែជីនេះហើយនិយាយលេងសើចអីឆ្នាំក្រោយយើងនៅតែជាមួយគ្នាដដែលត្រូវហើយនៅជាមួយគ្នាបើអញ្ចឹងអ្នកទាំងអស់គ្នាមិនរើសតែខ្ញុំ2នាក់ទេលោកពូគួរតែទៅជាមួយខ្ញុំដែរទៅណែបើនៅទាំងអស់គ្នាហើយត្រូវទៅទាំងអស់គ្នាល្អទោះជាពួកយើងសុកចិត្តទៅរូបរាង2នាក់ខ្ញុំក៏ត្រូវគេចំណាប់បានទាំងអស់ដែរណែបើសិនជាពូ2នាក់ព្រមទៅខ្ញុំជួយព្យាបាលមាត់និងភ្នែកឲ្យពូជាអូយគ្រាន់បើជាងផ្ដាសាយបន្តិចគ្រាន់បើជាងផ្ដាសាយមែនហើយអញ្ចឹងមិន18ឆ្នាំមុនមិនព្យាបាលឲ្យយើងមែនទេការលោកពូមានរកឲ្យខ្ញុំព្យាបាលណាតែឥឡូវនេះខ្ញុំសប្បាយចិត្តទើបសុខចិត្តអាចោមសៀតឯងនេះចង្រៃមែនសុំទោសមិនចង់ហៅខ្ញុំអាចោមសៀតអំបាញ់មិនខ្ញុំថាឯងចោលមិនទៀតឯងចង់ថាខ្ញុំអត់ទេខ្ញុំថាហ្នឹងគឺអ្នកទាំងអស់គ្នាគឺយើងពីរនាក់ចឹងទេអូយកន្លែងនេះល្អមែននិយាយស្អីអីក៏ស្រួលដែរតែចង់ចូលទៅទីក្រុងតើមានធៀបពិភពគុណពួកយើងរកចូលបាយរកធៀបមួយទៅហីលោកពូ
เรื่องเนี่ยปูទាំងពីរទៅបានហើយខ្ញុំចេញពីឡានជួនកំណៃលើកទី1ពួកខ្ញុំដើរលេងបាយតិចមិនបានទេឯងចេញទៅក្រៅដើរមានគ្រោះថ្នាក់ខ្លាំងណាស់ណូខ្ញុំមានសញ្ញាឡានជួនកំណៃយ៉ាងម៉េចអូយលើកស្លាប់ហើយមានអ្នកណាធ្វើបាបខ្ញុំទៅកើតអញ្ចឹងហើយណែខ្ញុំទៅណាប្រយ័ត្នពីណាកុំភ្លេច3ថ្ងៃជួបគ្នាមិនអីទេ3ថ្ងៃជួបគ្នាណែឯងមើលខ្ញុំពីមុនដល់ពេលឥឡូវនៅតែដដែលរហូតហ្នឹងអាក្រក់ហ៎ខ្ញុំដឹងថាភ្នែករបស់ខ្ញុំតូលហើយវាទៅអាក្រក់នោះមានអាក្រក់ទេឯងភ្នែកទូចឹងទើបស្អាតមែនតើមែនណាមែនហើយស្រីស្រអូយចឹងសំគ្នាឲ្យប្រសង្ហាយើងទៅទៀតប្រសង្ហាជំរាបអ្នកស្រីថ្ងៃនេះពួកខ្ញុំចាប់បានតែប្រុសម្នាក់ទេទើបខ្ញុំយកមកជូនអ្នកស្រីមានរៀងស្គមយ៉ាងនេះមិនដឹងជាឆ្ងាញ់ឬអត់ទេធ្វើវាដឹងខ្លួនឡើងដឹងខ្លួនហើយចាំជាមានន័យល្អមែនទីនេះជាវិមានរបស់ខ្ញុំស្រីទាំងអស់នៅកន្លែងនេះសុទ្ធតែបម្រើខ្ញុំអ្នកកំឡោះបើអាចធ្វើឲ្យខ្ញុំសប្បាយចិត្តបានខ្ញុំនឹងទុកជីវិតឲ្យបានណាអូយបើបានជាខ្ញុំរស់ជីវិតហើយមិនក៏មានអារម្មណ៍ចង់សម្លាប់ខ្ញុំទៀតខ្ញុំប៉ិនរើសប្រុសមែនអូយឯងចេះលេងជើងទេអ្នកស្រីខ្ញុំដឹងកំហុសហើយខ្ញុំមិនបានប្រយ័ត្នធ្វើឲ្យទៅទឹកសំពុះអ្នកស្រីផងហ៎ឯងមិនចេះធ្វើអីសោះរំខានមែននាំអ្នកកំឡោះនេះទៅងូតទឹកទៅបាទហើយងូតហើយងូតរួចហើយហ៎រូបរាងរបស់ឯងយ៉ាងនេះហើយថាអ្នកលេងទឹកដែរសូម្បីតែងូតទឹកក៏មិនដោះខោអាវដែរអ្នកនាងខ្ញុំកំពុងងូតទឹកណានាងបើកភ្នែកធំមើលខ្ញុំអញ្ចឹងខ្ញុំធ្វើមិនហ៊ានដោះខោអាវទៅកើតណាមួយពីតូចដល់ធំខ្ញុំមិនដែលមានអ្នកណាមើលអាវុធរបស់ខ្ញុំផងខ្ញុំចង់ប្រាប់រឿងមួយទៀតខ្ញុំនេះឯងនេះស្អីទៅខ្ញុំនៅកំឡោះបលសុទ្ធនៅឡើយទេអញ្ចឹងយើងទៅតែមើលរបស់ឯងទៅមិនឲ្យមើលទេមិនឲ្យមើលទេណែរបស់ឯងក៏ធំខ្លាំងម៉េចដាច់ខាតកំយកវាចេញមកណានាងជាស្រីខ្ញុំមិនចង់អូយដៃរបស់ឯងមិនមែនទេដៃរបស់ខ្ញុំនៅនេះហេតុអីក៏មានដៃខ្លាំងៗខ្លាំងគឺចេះមុនពេលដែលនាងមិនទាន់ចាប់ខ្ញុំត្រូវក្រុមចោលមួយទៀតចាប់ពួកវាថានាងប្រកាសជាចាប់ខ្ញុំហើយហេតុនេះទើបប្រគល់ដៃខ្លាំងៗឲ្យមកខ្ញុំប្រាប់ខ្ញុំថាកុំឲ្យខ្ញុំឲ្យអាវុធខ្ញុំទៅឲ្យនាងការពិតឯងជាមនុស្សវិមានផ្កាព្រិលតើមនុស្សខាងក្នុងចាំស្ដាប់ហួរមួយឈៀកម្ចាស់វិមានផ្កាព្រិលទទួលបញ្ជាមកសម្រាប់ចៅព្រៃបើមិនឆាប់ចេញមកទេយើងសម្រាប់មិនរើមុខអ្នកស្រីគិតធ្វើយ៉ាងម៉េចទៅកុំតិចកន្លែងនៅមានរឿងចាក់កាត់ឡើងផងនោះអូយមិនក៏មានរឿងចម្លែកម្ល៉េះអូយទាត់ស្ងាត់មនុស្សរកកន្លែងបាត់ជើងធំតិចសិនចាំគិតទៀតលបងមានខ្ញុំនៅខាងក្រោមនេះបាត់ជើងល្អលោកបងអូយលោកបងមានក្បាច់គុនក្រាន់បើមែនឯងក៏មិនណយដែរមើលទៅបងអាចជួយខ្ញុំបានយើងសហការជាមួយគ្នារត់ភៀសខ្លួនទៅឯងក្រាន់បើមែន
បានជាហ៊ានមកពួននៅក្នុងមង្គលចំជាអ្នកក្លាហានប៉ះអ្នកក្លាហានមែននេះកុំសរសើរខ្ញុំពេកឯងព្រមធ្វើជាបងធွာខ្ញុំទេល្អអញ្ចឹងត្រូវហៅថាបងធွာឯណាបងធွာប្រយ័ត្នបន្តិចទៅបងធွာបងធွာចំជារហ័សដៃមែនខ្ញុំសូមសរសើរហើយមានរឿងអីនឹងមានក្លិនសម្រាប់មនុស្សណាបំបីទៅមក ម្ចាស់វិមានផ្កាព្រិលបានចូលនិវត្តន៍ហើយបានផ្ទេរតំណែងម្ចាស់វិមានផ្កាព្រិលនេះឲ្យទៅម្ចាស់វិមានតូចហួរបូជាកាន់កាប់ចាប់ពីថ្ងៃនេះតទៅម្ចាស់វិមានតូចដាច់ខាត់កុំស្លៀកតែជាស្រីឲ្យសោះបើឲ្យម្ចាស់វិមានដឹងទៅប្រកាសជាបន្ទោសពួកខ្ញុំស្លាប់ហើយបើសិនជាឲ្យម្ចាស់វិមានដឹងខ្ញុំក៏មិនអត់ឲ្យនៅពួកឯងដែរអ្នកណាក៏មិនឲ្យនិយាយដែរណាចាខ្ញុំដឹងហើយខ្ញុំស្អាតដែរទេស្អាតណាស់ឯងនៅនឹងឯណាខ្ញុំឡើងទៅមើលសិន
ងាប់ទៅនៅរឿងអីនិយាយគ្នាតាមសម្រួលទៅគ្មានអីត្រូវនិយាយទេបើមិនយកធៀបពិភពគុណចេញមកទេខ្ញុំយកជីវិតនាងអើយ ឯងក្បាលឯងស្អី សម្រាប់វាពិភពគុណធំមួយទាំងមូលយ៉ាងនេះអ្នកណាក៏អាចនិយាយថាខ្លួនឯងជាមនុស្សនៅក្នុងពិភពគុណដែរ តែមិនមែនអ្នកណាក៏មានធីបពិភពគុណទេសាវតារបស់អ្នកដែលមានធីបពិភពគុណគឺដូចជាម៉ែនាងឯងសុនជាមានធៀបក្នុងពិភពគុណហើយ គឺអាចចូលពិភពគុណបានហើយ ចូលពិភពគុណហើយ គឺអាចក្តោបពិភពគុណហើយ អូជាម្ចាស់ពិភពគុណ គឺអាចហៅខ្យល់បានហើយ ហៅឪនាងឯងតែហើយស្លាប់ហើយធីបនៅមនុស្សនៅធីបវិនាមនុស្សរកលីខ្ញុំហែកខ្ញុំចាំមើលឯងកាប់មនុស្សមានធីបអស់ប្រមាណខ្ញុំសូមជួយអ្នកមានធៀបពិភពគុណអូយគិតយ៉ាងម៉េចទៅបើយើងគ្មានអ្នកណាមានផងហើយធ្វើស្អីហ្នឹង ប្រើល្បិចស្រីស្រស់ទៅបោកពួកវាទៅណា បើស្រីស្រស់ពីណាមកទៅ នៅចិត្តឯងហែងតា នាងថានាងហ្នឹងខ្លួនឯងថាខ្ញុំជាស្រីស្រស់តា អូយបានហើយខ្ញុំខ្លាចនាងអើយមានភ្ញៀវមកហើយ សូមគោរពលោកទាំងពីរមកពីឆ្ងាយសូមជើញចូលទៅក្នុងបន្ទប់ខាងក្នុងទៅណែតិចលោកគេចំណាំមុខយើងបានទៅមិនអាចទេមុខយើងឥឡូវលែងដូចគ្នាហើយណាមួយគ្មានអ្នកជើងចាស់កាលពី18ឆ្នាំចេញមុខគួរតែគ្មានអ្នកណាចំណាំយើងបានទេអូសុំទោសលោកទាំងពីរដូចជាធ្លាប់ឃើញទៅកន្លែងណានោះឃើញខ្មោចម៉ែឯងអីអាណាក៏ឯងធ្លាប់ឃើញតែយ៉ាងម៉េចប្រោសសម្ដីអាក្រក់យ៉ាងនេះដល់យើងផងឯងជឿយើងជាអ្នកសម្ដីអាក្រក់យើងជាមនុស្សអាក្រក់អូល្បីយូរខ្ញុំជួយតែនេះនេះចង្រៃអីឲ្យតែហ៊ានមាត់ទៀតឯងជឿនឹងហែកមកឯងដាច់ឥឡូវហ្នឹងកុំខឹងអូឯងដូចធ្លាប់ជួបកន្លែងណាម្ដងឯងនេះគ្រាន់បើមែនអ្នកឲ្យយុត្តិធម៌ដល់ពិភពគុណមកហើយមិនក៏ទៅជាវាអញ្ចឹងអ្នកមោតសៈអ្នកក្លាហានក្នុងពិភពគុណទាំងអស់គ្នាខានជួបគ្នាយូរហើយរំខានពួកលោកចំជាមិនគប្បីមែនលោកគួរសមពេកហើយបានលោកជួយឲ្យយុត្តិធម៌ដល់ការប្រកួតគ្នានេះជាកិត្តិយសដល់ពួកខ្ញុំណាស់ទៅហើយលោកមិនបាច់គួរសមអីពេកទេល្អសូមជើញអើយមិននឹកស្មានថាដណ្ដើមធ្វើជាម្ចាស់ពិភពគុណមានមនុស្សច្រើនយ៉ាងនេះសោះមែនហើយពួកគេវាយគ្នាម្ដងម្នាក់នៅខាងលើវាយរហូតតតែទុនដៃនោះតែមិនត្រឹមតែវាយនេះចាប់ទៀតផងនេះជាវិន័យក្នុងការប្រកួត1គ្មានធៀបមិនអាចចូលប្រកួតបានទេ2ដើរកំបិតមិនឲ្យហួសពី3ហាត់ត្រូវតាមវិន័យ3ឈ្នះក៏ដោយចាញ់ក៏ដោយគិតលើក្បាច់គុណ4បើអ្នកណាអាចឈ្នះមនុស្សទាំងឡាយផ្លាស់បញ្ជាពិភពគុណជារបស់អ្នកនោះហើយអូយអាណាគឺនៅឃើញផ្សេងវិន័យនេះចំជារំខានមែនមិនអាណាគឺខ្នប់ណាមានមនុស្សតាមដានខ្ញុំហើយនោះនៅណាទៅនោះដូចជានៅទ្វារខាងក្រៅនោះហើយមែនហើយវាញាក់ភ្នែកដាក់ខ្ញុំនោះក៏គ្មានប្រតិកម្មអីទេធ្វើតាមតែផែនការយើងទៅមិនមែនញាក់ភ្នែកទេវាភ្នែកតូទេតើនេះចំណាំខ្ញុំបានទេចំណាំមិនបានទេអូយ៉ាងម៉េចមិនបានទេមិនហើយនេះខ្ញុំស្គាល់ឯងខ្ញុំស្គាល់ខ្ញុំមិនស្គាល់ឯងទេអូអញ្ជើញយើងមិត្តទាំងឡាយដែលនៅក្នុងពិភពគុណខ្ញុំបាទជាងពីសូមតំណាងពិភពគុណទាំងមូលស្វាគមន៍អស់លោកដែលបានអញ្ជើញមកឥឡូវជាពេលយប់ហើយខ្ញុំនឹងរៀបចំពិធីជប់លៀងមួយណែគេនោះជាអ្នកណាទៅហ្នឹងអូយអញ្ចឹងក៏ឯងមិនស្គាល់ដែរវាគឺជាងពីល្បីឈ្មោះនៅក្នុងពិភពគុណណាច្រើនសិបឆ្នាំមកហើយមិនដែលចាញ់អ្នកណាម្ដងទេលើកនេះអ្នកពិភពគុណទាំងអស់សុទ្ធតែវាជាអ្នកក្តាប់ហើយចុះស្រីម្នាក់នោះជាអ្នកណាដែរជាស្រីស្រស់ណោះដឹងទេ
អូយម្នាក់លួចមើលលោកពូនោះជាស្រីស្រស់ដែរខ្ញុំជួយអស់ហើយចឹងជួយអស់ហើយឥឡូវនេះបើមានការទទួលមិនបានដិតដល់អីទេសូមអភ័យទោសសូមជឿលោកបងនេះជាកូនរបស់ខ្ញុំអូសួស្ដីអ្នកប្រុសមានរូបរាងសង្ហាណាចំជាអស្ចារ្យមែននៅក្នុងពិភពគុណកម្រមានណាស់នេះបងធអូអ៊ីឡាងសម្លាញ់មានធៀបដែរទេនឹងថៃក៏មិនមានអញ្ចឹងឲ្យគ្នាសុំមួយមកនេះយកអានេះមួយទៅហើយនេះមកយើងតោះទៅខាងនោះអូអ៊ីឡាងពុកគេនេះជាអ្នកមានគុណលើជីវិតកូនណាប្រហែលថ្ងៃមុនខ្ញុំបានជម្រាបពុកថាខ្ញុំធ្លាក់ទៅក្នុងស្អីនោះកុំតែបានគេនេះជួយជីវិតខ្ញុំឲ្យឯងតកូលអីដែរនឹងតកូលជាវអូគេជាតកូលជាវនោះខ្ញុំទៅខាងនោះមានការបន្តិចខ្ញុំលាសិនហើយណាអរគុណអូធៀបពូជើអូជីងធៀបទេអញ្ជើញឡើងទៅខាងលើសិនទៅមកលើកបែងឡើងផឹកទៀតហីសូមលើកបែងមកហូបតិចអស់ហើយមិនគិតស៊ីទេគិតតែផឹកឈប់ប្រពន្ធណាចាំបន្តិចសិនទៅបងធေါ်ឲ្យគេចាំគឺមិនគួរសមមែនប៉ុន្តែបើមិនចាំគេក៏មិនគួរសមដែរអាចង្រៃឯងហ៊ានថាអញចំពោះមុខគេផងនឹងហៅថាគួរសមហើយនឹងប៉ុន្តែមនុស្សនេះឆ្លាតមែនណាមកហើយអូយមកហើយអំបាញ់មិញឯងមិនសូវខ្លាំងទេលើកនេះលេងឯងម្ដងសំទោសសូមជើញសូមជើញសុំទោសុំជើញបានជាមកជួបជុំគ្នាហើយយើងចាប់ផ្ដើមស៊ីទៅស៊ីឲ្យឆ្អែតព្រោះថាមហូបតិចអស់ហើយចាប់ផ្ដើមជើញខ្ញុំបាទហួរមួយឈៀកទម្លាប់របស់ខ្ញុំគឺខ្ញុំទៅណាម្នាក់ឯងហើយស៊ីម្នាក់ឯងឥឡូវនេះខ្ញុំចង់មកជម្រាបអស់លោកថាខ្ញុំមិនបាននៅពិសាជាមួយអស់លោកទេសូមអញ្ជើញខ្ញុំលាស្រីម្នាក់ហ្នឹងដែលខ្ញុំជួបមុននោះវាយរឹកធ្វើរៀងផងណាហើយគ្រាន់តែស៊ីក៏វាយរឹកដែរហើយអ្នកនៅក្នុងពិភពគុណមនុស្សចម្លែកមានច្រើនណាស់មនុស្សអីក៏មានដែរខ្ញុំស្មានតែលោកតាកផងអញ្ជើញពិសាណាអាត្មាគឺលោកសង្ឃស៊ីវហើយនៅពិភពគុណតើឧបាសកជាអ្វីដែរចង់ប្រើល្បិចដាក់ខ្ញុំផងល្អខ្ញុំឈួនអ៊ីពីជាអ្នកល្បីឈ្មោះខាងគប់កំបិតអ្នកណាក៏ធ្លាប់ឮដែរឈ្មោះឪពុកខ្ញុំប្រហែលជាលោកធ្លាប់ស្គាល់ហើយគឺអ្នកគប់កំបិតត្រកូលលីណាឈ្មោះថាសុនហ្វុងធ្លាប់ឮទេលោកអូដូចជាធ្លាប់ដែរដូចជាធ្លាប់ដូចជាធ្លាប់មែនអញ្ចឹងល្អហើយសូមជើញម្នាក់គឺលេតាជួយម្នាក់ទៀតគឺជីវម្នាក់ទៀតគឺយានណានធានជាមួយកូនប្រុសរបស់ម្ចាស់វិមានផ្កាព្រិលណាយានណានធាននិងកូនកាលប្រយុទ្ធគ្នានៅលអាងជួនកំណាចពី18ឆ្នាំមុនមានរបួសទាំងសងខាងក្រោយមកឪពុកនិងកូនគេក៏បាត់ដំណឹងឈឹងមកយានណានធានមិនអាចស្លាប់បានទេវាមានមិត្តជាជនកំណាចទាំង10ហេតុនេះពួកវាប្រកាសជាយកកូននោះទៅចិញ្ចឹមឲ្យធំជាមិនខានបើតាមខ្ញុំយល់ប្រកាសជាអាលអិតចង្រៃនោះមិនខានឡើយបើមិនជាការល្អហើយដល់ពេលនោះខ្ញុំអាចចោទវាថាមកពីលាងជួនកំណាចសម្ដីតែ2ម៉ាត់អាចកម្ចាត់វាចេញពីពិភពគុណបានណែបន្តិចទៀតឯងទៅតាក់ទងនឹងហួរម៉ូឈៀទៅហេតុអីឲ្យខ្ញុំទៅតាក់ទងនឹងនាងអាយ៉ាពិភពគុណទាំងមូលមានតែវាទេដែលអាចប្រយុទ្ធឈ្នះគេនោះឲ្យតែឯងចាក់វាបានហើយលួងលោមវាក៏បោធ្វើជាម្ចាស់ពិភពគុណទៅអញ្ចឹងម្ចាស់ពិភពគុណបានទៅឯងទៅហើយណាអញ្ចឹងចាំបាច់ខ្ញុំទៅអីពូទៅក៏បានដែរពូខ្វះលក្ខណៈខ្វះយ៉ាងម៉េចពូនៅក្មេងពេកគ្មានកម្លាំងធាតុបញ្ចូលឲ្យវាឯងចាស់ទៅមានកម្លាំងធាតុណាចុះបើសិនជាវាជាស្រីវិញតើយើងគិតយ៉ាងម៉េចទៅអូយបើសិនជាវាជាស្រីវិញទុកឲ្យពូឯងមិនបាច់ទៅទេពូទៅខ្លួនឯងក៏បានដែរឃើញតែចរិតឯងនោះគេមិនមើលមុខផងប្រាដឹងទៅត្រូវហើយប៉ុន្តែទៅប្រើវត្ថុទឹកទាំង3ណាវត្ថុទឹកទាំង3
ជារបស់សាហាវណាស់ដល់ពេលនោះបើសិនជាយើងមិនចេញអស់ហើយសម្រាប់សត្រូវមិនបានទេត្រូវខួនឈាមស្លាប់ខ្លួនឯងរបស់នេះមិនមែនលេងសើចទេហើយពូនៅធ្វើស្អីទៀតនឹងនៅមើលស្អីទៀតពូទ្រាំលេងបានហើយឆាប់ចុះទៅចាំគិតទៀតចុះទៅទីយយពូកាយចាប់សាមើលទៅយោយវិលោប្លឹងស្លាប់អូយអ្នកនាងផ្លាយលពៅអ្នកនាងធំណាស់ឲ្យខ្ញុំស្ទាបបន្តិចបានទេនឹងហ៎ឲ្យខ្ញុំសមមួយម៉ាត់បានទេល្អមឲ្យពូយ៉ាងម៉េចហ្នឹងមិនថាដល់ណាហើយគ្មានអីទេពូនិយាយថាភ័យវារត់បាត់ទៅហើយត្រូវឯងនិយាយថាម៉េចអំបែងមិនឯងនិយាយថាម៉េច18ឆ្នាំមកនេះខ្ញុំខំដោយលំបាកចិញ្ចឹមឯងឲ្យធំឲ្យទៅជាមនុស្សណាដឹងទេលពូមកដល់ថ្ងៃនេះឯងដល់ស្លាប់ហើយដណ្ដើមផលប្រយោជន៍របស់ខ្ញុំកម្របានខ្ញុំនេះកាលពី18ឆ្នាំមកនេះខ្ញុំចិញ្ចឹមឯងខ្ញុំរស់នៅឯកោមានអារម្មណ៍ដូចជាគេបោះបង់ចោលឯងហ៊ានមកដណ្ដើមរបស់ខ្ញុំទៀតខ្ញុំសមតាមបំណងរបស់ឯងរហូតខ្ញុំចាំមើលតែឯងគាត់បីនឹងខ្ញុំដែរទេចាំមើលឯងមានមុខមាត់អីទៀតមកជួបខ្ញុំតើឯងទៅជាមនុស្សទៀតទេមាត់ធំឯងធ្វើស្អីមិនក៏មុខក្រៀមម្លេះ18ឆ្នាំមកនេះយ៉ាងម៉េចដែរខ្ញុំមានអារម្មណ៍ឈឺចាប់ណាស់ឯងនិយាយទៅបងប្អូនខ្ញុំខ្វល់នឹងខ្ញុំទាំងអស់ភ្នែកខ្ញុំទាំងគូខ្ញុំកំពុងមើលហើយហូរទឹកភ្នែកឡើងស្គួតហើយមើលឃើញចាប់ដើមពីពូចិញ្ចឹមខ្ញុំមក18ឆ្នាំមកនេះពូទុកជាអ្នកមានគុណដែរមានគុណខ្ញុំគោរពស្រឡាញ់ពូមិននឹកស្មានសោះថាពូយ៉ាងម៉េចមានចិត្តលើមិត្តស្រីរបស់ខ្ញុំចឹងខ្ញុំពូគួរតែទៅចឹងពូទៅហើយពូមិនជាមនុស្សទេពូទៅចោះពូទៅណែពូទៅតាមស្រួលចុះណាមែនហើយបន្តិចទៀតបើវាជាប្រុសចាប់ខ្ញុំហៅពូអញ្ចឹងទៅចុះអាកូនត្រីអើយអាចចង្រៃណែចេញមកហើយមានរឿងអីហ្នឹងអំបាញ់មិញពូគិតទៅដូចជាអយុត្តិធម៌ខ្លាំងណាស់អយុត្តិធម៌ស្អីទៅពូរំខានមែនពូមើលគិតតែម៉េចណែឲ្យពូនៅទីនេះពូជួយការពារឯងណាមិនបាច់ការពារអីទេពូចេញទៅអូយឲ្យពូនៅទីនេះទៅគ្រាន់ការពារឯងដែរឯងគួរតែគិតឲ្យបានច្បាស់ទៅណាហើយពូចេញទៅណាហើយពូរកកន្លែងផ្សេងចុះអូ
មិនក៏នាងមិនសួរថាខ្ញុំហេតុអីបានជាចូលបន្ទប់នេះហេតុអីក៏ឯងចូលបន្ទប់ខ្ញុំចូលបន្ទប់ឯងខ្ញុំចូលបន្ទប់ឯងនិយាយឲ្យត្រឹមត្រូវណាប្រាប់ភ្លាមមកហេតុអីក៏ចូលបន្ទប់ខ្ញុំមែនហើយហេតុអីខ្ញុំត្រូវចូលបន្ទប់នាងហាមានរឿងអីគេអេទុកឲ្យខ្ញុំកុំនៅតែដៃជើងឲ្យសោះបើមិនចេញយើងកាច់ដៃឥឡូវណាហើយគេជេរទៀតហើយឯងចង់ធ្វើអីធ្វើទៅចង់ស្ទាបក៏ស្ទាបទៅអីអូមិនមែនខ្ញុំស្ទាបឯងទេគឺដៃខ្លាយស្ទាបឯងតើដៃពិតរបស់ខ្ញុំអត់ស្ទាបទេអ្នកដែលមកទីនេះទាំងអស់គ្នាគឺមានមូលហេតុតែមួយដូចគ្នាខ្ញុំមិនខ្លាចនឹងប្រាប់អ្នកទាំងអស់គ្នាទេមូលហេតុនោះគឺនោះណោះគុណថ្មីនេះបានលេចមុខមនុស្សម្នាក់គឺស្រីកមុំនាងមានដោះធំណាស់ខ្ចីច្បាញ់ទីបានទេរាជនីពិភពគុណថ្មីនេះបានលេចមុខព្រានបិសាចវង្វេងស្មារតីម្នាក់មកតាមខ្ញុំគេចូលចិត្តប្រហារប្រុសណាសណ្ដំមុខរំលោភក្រោយរំលោភរួចហើយនឹងសម្លាប់ចោលខ្ញុំគឺតាមដានជនរងគ្រោះមកដល់បន្ទប់នេះសម្ងំខ្លួននៅក្នុងទូដាក់ខោអាវគោលបំណងគឺព្រោះតែចង់កម្ចាត់ជនពៀសណ្ដំពិភពគុណអានោះអញយកដាក់ខ្លាំងចេញទៅសំទោសអ្នកនាងតូចពេលប៉ោងនាងធំណាស់តើអាចឲ្យខ្ញុំខ្ចីច្បាច់ទីបានទេមើលទៅរូបរាងរបស់អញប្រកាសជាត្រូវសណ្ដំហើយចោលចាប់ស្រីមិនមែនចោលចាប់ស្រីទេគឺចោលដកស្មៅសៀលឡុងនេះចោលដកស្មៅនោះគឺពិតជាថោកទាបមែនបើឲ្យវារត់រួចមុនមួយជំហានទុកថាវាអាយុវែងហើយយ៉ាការពិតខ្ញុំទៅតែមកជាមួយអ្នកក្លាហានក្នុងពិភពគុណដើម្បីកម្ចាត់វាចោលមានផ្កាមិនបេះទៅបេះស្មៅមែនទុកថាពួកខ្ញុំជាស្រីនេះស្លាប់អស់ហើយមែនទេខ្ញុំនិយាយច្រើនពេកឲ្យឆ្នាំអន្សាបគេលៀបសិនគេត្រូវពឹសធ្ងន់ណាស់ខ្ញុំជឿជាក់ថាឆ្នាំអន្សាបធម្មតាគឺមិនអាចជួយគេបានទេឆ្នាំរបស់ខ្ញុំឆ្នាំរបស់ខ្ញុំប៉ោងរកឃើញហើយរកឃើញហើយក្របធំមិនឃើញក្របតូចទប់ទល់សិនចុះអាយ៉ាក្របធំយ៉ាងនេះលើយ៉ាងម៉េចទៅយកស្រាខ្លាំងទៅស្រួលតែបន្តិចណាកុំមិនក៏ខ្លាចអាយ៉ាមិនក៏ខ្លាចតែជាយ៉ាងនេះដកដៃខ្លាំងរបស់អញចាញ់ទៅមានពេលខ្លះមែនតែនហើយនៅខ្លាំងខ្លាយពិតជាពិបាកបែងចែកមែនខ្ញុំនេះមានសំណាងមែនស្លាប់ហើយធាតុញីរបស់វាចាញ់មកហើយយ៉ានាងតូចពេញប៉ងរបស់នាងធំមែនឲ្យខ្ញុំច្បាច់បន្តិចបានទេមើលទៅទាំងអស់គ្នាមានការរវល់ហើយបានអញ្ចឹងខ្ញុំនាំគេទៅវិញសិនចុះណែស្ងៀមណាកុំធ្វើតែផ្ដាស់យ៉ាមែនហើយឥឡូវនេះត្រូវតែនិយាយបានច្បាស់លាស់សិនតាមសម្ដីរបស់ជនរងគ្រោះបាននិយាយថានៅក្រោមដើមទ្រូងរបស់ចៅដកស្មៅនោះគឺមានប្រជ្រុយមួយយ៉ាងធំឥឡូវនេះនៅសល់តែខ្ញុំហើយនឹងឯងជាមនុស្សប្រុសទេដើម្បីបញ្ជាក់ភាពបរិសុទ្ធខ្ញុំឲ្យទាំងអស់គ្នាមើលបន្តិចមើលទាំងអស់គ្នាដោះឲ្យចេញមកមើលដោះទៅដោះឲ្យចេញមកមើលដោះទៅអត់គេខ្មាស់យោចុចជីបចងកោអ្នកប្រុសឥឡូវនេះមានតែមជ្ឈបាយមួយទេមួយគឺបង្ហើបដើមទ្រូងចេញមកឲ្យទាំងអស់គ្នាមើលបន្តិចពីរគឺនាំគេទៅវិញជាបានរវល់មិនដឹងថាអ្នកប្រុសឬមួយណាអាយ៉ាអ្នកប្រុសមិននិយាយបានន័យថាឲ្យខ្ញុំយកគេទៅវិញហើយមែនទេតាមសប្បាយចុះពិតជាចិត្តល្អមែនសុំលាត្រឹមនេះសិនហើយតោះទៅយើងតើមកថោម៉ាឥឡូវនេះឯងដឹងហើយឯងមានពឹសគ្រប់កន្លែងជ្រាបចូលក្នុងខួរខ្ញុំក៏គ្មានតាមផ្សារដែរហើយបើសិនជាមិនទៅទិញតំណែងទេនឹងអាចធ្វើឲ្យមនុស្សស្លាប់ដែរណាមកគៀវទៅហើយមកគៀវធ្វើរួចហើយនៅហ្នឹងណែសេះនេះខ្ញុំគោលជូនមកហើយតើ1 2 3 4ទៅអញយល់ថាគេដោះស្រាយសេះនោះបានទេខ្ញុំមើលទៅបានតែដឹងខ្ញុំធ្លាប់ហាត់រួចទៅហើយញីមកក្បាលនេះលឿនហើយស្ដាប់សម្ដីទៀតមើលទៅប្រហែលជាចាំ1ម៉ោងទៀតចុះអ្នកតាពីអរគុណងូតទឹកឲ្យស្អាតផ្លាស់ក៏អើថ្មីសិនចាំនិយាយគ្នាទៀតឆាប់យ៉ាងនេះហ៎លបងហើយមិនក៏លេងយ៉ាងនេះវាជាសត្វដេរឆានណាគ្មានមនុស្សចេតនាទេឥឡូវនេះពួកឯងចង់ឲ្យខ្ញុំធ្វើយូរប្រហែលទៅឲ្យតែចាត់ចែងរួចហើយនឹងប្រសាពឹសចេញពីក្នុងខ្លួនទៅបានហើយពុំនោះទេគិតយ៉ាងម៉េចអាចមិនមែនទេដឹងខ្ញុំគឺយល់ឯងកុំដាច់ចូលអីណាខ្លួនបែរស្អីណាខ្ញុំគឺយល់ថារកសេះពីក្បាលឲ្យឯងជិះចេញទៅរាជធានីរកបនស្រីណាមួយរកស្រីណាម្នាក់មកថាម៉េចឯងឲ្យខ្ញុំជិះសេះចូលរាជធានីរកស្រីអី
ប៉ុន្មានហើយឯឆាំនិយាយបន្តិចទៅអមមិនខ្ញុំចង់និយាយថាបាញ់មិនខ្ញុំជាមួយសេះនោះប្រាហនណែប្រាអើយហេតុអីស្មើនេះហើយវាមិនទាន់មកទៀតអើយវានេះចំជារំខានមែនអូខ្ញុំទៅមើលវាសិនកុំអាចច្រឡោតពេកមុនពេលដែលមិនទាន់ដឹងការពិតទេកុំនិយាយផ្ដេសផ្ដាសចាំយប់នេះខ្ញុំគិតមើលច្បាស់ថាវាជាអ្នកណាបើសិនជាតកូលហួរនោះវិញសុំទោសដែលខ្ញុំមកជិតពេលមិនអីទេអញ្ជើញអង្គុយការប្រកួតគ្នានៅក្នុងពិភពគុណសូមចាប់ផ្ដើមនៅពេលនេះហើយឧទី1ចាប់ផ្ដើមចាំមើលអ្នកណាមានស្នាដៃខ្ពស់ជាងអ្នកណាអូយមិនក៏មកជើងដួលចឹងទៅហើយតាមើលទុកឲ្យខ្ញុំទៅមើលហ៎អីនេះចោលមកសៀតមែនលឹកជង្គង់នៅក្នុងហើយអូយចំជាសុយមែនហ្មងឆ្លងកាត់មួយឆាកនាគខំជាមួយខ្លាអ្នកបន្តទៀតចេញមកហើយគេនោះគឺឈិនអានឆៅនៅក្រុមទៀនឆាកនិងជាងអ៊ីឡាងនៅក្នុងពិភពគុណអ្នកពិភពគុណអាកូនត្រីម្ចាស់ពិភពគុណជាងពីហឺអ្នកនៅវិមានផ្កាព្រិលហួម៉ូឈៀនៅមានវ៉ូសៀនជួងក្រុមធានសាវ៉ូសៀនជួងឯងក៏មកដណ្ដើមយកម្ចាស់ពិភពគុណដែរឯងនៅចាំបានរឿងស្រីស្រស់នៅឆាងជៀនទេស្រីស្រស់នៅឆាងជៀនស្អីទៅឯងកុំចង់មកចោលប្រកាន់ខ្ញុំឲ្យសោះណាភ្នំធានសានខ្ពស់ម្លឹងធំម្លឹងខ្ញុំធ្វើអីឯងដឹងទាំងអស់ភ្នំធានសានខ្ពស់ធំមិនសូវមានមនុស្សនៅទេធានសានមានផ្ទៃកាឡា12យោជក្រឡាមានប្រុស120នាក់មានស្រី49នាក់កាលពីខែមុនរាត្រីពេញបរមីឯងឆ្លៀតមកករឿងវាយបងប្អូនតកូលជាតិឲ្យមានរបួសហើយរំលោភប្អូនស្រីគេទៀតមនុស្សនៅធានសានអ្នកណាក៏ដឹងដែរហឺឯងជាអ្នកណាមិនដឹងរឿងរបស់យើងច្រើនម្លឹងមនុស្សនៅនេះទាំងអស់សុទ្ធតែជាផ្នែកចម្បងរបស់យើងរាល់ថ្ងៃខ្ញុំទទួលសម្បត្តិពីសត្វព្រាបយ៉ាងតិចក៏3000សន្លឹកដែរខ្ញុំនៅឆាងអានមួយថ្ងៃដើរបានយ៉ាងតិចក៏10យោជដែរឯងថាតើមើលតើរឿងអីនៅធានសានខ្ញុំមិនដឹងនោះបាបកម្មឯងគឺតកោឈុននោះហើយតកោឈុនខ្ញុំសុំលាអូសុំជួយអស់លោកដែលបានអញ្ជើញមកទាំងអស់គ្នាលោកគ្រូមើលអាកូនត្រីនឹងហួរមកជាតើអ្នកណាវាយឈ្នះអ្នកណាទៅគ្មានជាការអ្វីទេអ្នកណាវាយឈ្នះអ្នកណានោះកូនត្រីនៅស្រួលដល់ការងាររបស់ម្ចាស់ពិភពគុណលោកគ្រូអនាគតរបស់ខ្ញុំផ្ញើខ្លួនលើលោកគ្រូហើយបើសិនជាការប្រកួតចុងក្រោយអាកូនត្រីឈ្នះហួរមកជាត្រូវតែរលាយអញ្ចឹងរឿងពិតគឺបានលើឯងមិនខានឡើយ真係老豆信個仔អ្នកណាជាមនុស្សល្មមស្នេហ៍គឺជាមិនផុតពីអន្ទាក់ស្នេហ៍បានឡើយខ្លាចតែអន្ទាក់ស្នេហ៍នោះវាមិនជាប់អាចធ្វើឲ្យអ្នកល្មមស្នេហ៍នោះវាគេចរួចបានទេខ្សាប់ពួកឯងនេះឡាប់ទៅទេអស់ហើយល្បែងតែពួកឯងលេងនេះពួកឯងមានដឹងថាឯងល្មើសនឹងវិន័យដែរទេខ
ខ្ញុំមិនយល់នៃរបស់វាផងខ្ញុំអានឲ្យមកយប់លហើយទៅចេះណាពួកឯងនេះចាំជារឿងច្រើនមែនអោះមែនហើយអាកូនត្រីនោះគួរឲ្យស្អប់មែនពួកឯងថាតែមើលមានចុះបាយអីសម្រាប់វាបាននោះអញ្ចឹងមែនហើយភ្នែករបស់អាកូនត្រីនោះសាហាវមែនពេលដែលមើលមកឯងនោះធ្វើឲ្យចិត្តឯងពុះកញ្ជ្រោលដើរខុសចង្វាក់ចង់តែចាប់បេះដូងនោះចេញមកភ្លាមទីប៉ុន្តែមុខរបស់គេញញឹមអញ្ចឹងធ្វើមិនដាច់ចិត្តសម្លាប់គេបានទៅជួបគ្នានៅខាងក្រៅមួយផ្លែតហួមកឈៀលោកម្ចាស់យប់ជ្រៅណាស់ទៅហើយហៅឯងមកនេះលំបាយហើយណ៎ហួមកឈៀអ្នកហាត់គុណត្រូវមានចិត្តនឹងណ៎និយាយពីចរិតគឺឯងលើសគេទាំងអស់មកពីហេតុនេះហើយទើបឯងមិនត្រូវទុកចិត្តគេនោះទេឥឡូវគំនិតឯងបានចប់អស់ហើយប្រយ័ត្នឯងឆាប់សាយទៀតទៅដល់ដៃហើយអូយរួចរាល់អស់ហើយឯងមិនអីទេខ្ញុំមិនអីទេមុខខ្ញុំប្រហែលជាដាច់អស់ហើយមែនទេនាងទៅណាហើយនាងកុំទៅណាចោលខ្ញុំនាងទៅណាបាត់ហើយនាងកុំទៅណានៅទីនេះខ្ញុំអរគុណនាងត្រូវហើយតាំងពីខ្ញុំបានជួបនាងជាលើកដំបូងមកខ្ញុំបានប្រាប់ខ្លួនឯងថាគឺនាងនេះឯងខ្ញុំរស់នៅលើโลกនេះអ្វីដែលខ្ញុំរងចាំគឺនាងណាខ្ញុំធ្វើអីអាក្រក់មើលណាខ្ញុំប្រាប់នាងទៅចុះនាងស្អាតខ្លាំងណាស់ពេលដែលនាងទៅបាត់ខ្ញុំបាត់ភ្នែកចិត្តពីព្រោះខ្ញុំខ្លាចពេលដែលខ្ញុំបើកភ្នែកវិញឡើងឃើញនាងឲ្យតែបានឃើញមនុស្សធម្មតាដោយនាងពាក់កណ្ដាលនោះគឺខ្ញុំអស់ចិត្តហើយអាចជុំនិយាយទៀតតើខ្ញុំមិនអីទេអាចចាំបិទទៅហើយខ្ញុំមិនអីទេខ្ញុំគ្មានអីមែនណាគ្រាន់តែនិយាយនឹងនាងច្រើនមិនប្រយ័ត្នហៀទឹកមាត់ប៉ុណ្ណោះគឺឈាមទេអូឈាមស្នេហ៍ដល់ជំរឿហើយឈាមពុះកញ្ជ្រោលយ៉ាងចឹងពេលដែលខ្ញុំបានជួបនាងទៀតនាងកំពុងតែតែងខ្លួនខ្ញុំដឹងខ្លួនឯងថានាងការពិតអស់ចំពោះខ្ញុំណាស់ខ្ញុំនៅនឹករហូតថាបើសិនជាត្រូវស្លាប់មែនខ្ញុំត្រូវស្លាប់ជាមួយនឹងនាងទីបំផុតទេវតាមិនធ្វើបាបមនុស្សមែនតែបំណងរបស់ខ្ញុំនៅមិនទាន់បានសម្រេចខ្ញុំនៅរងចាំរបស់ម្យ៉ាងទៀតរកចាំស្អីទៅគឺស្រីដែលខ្ញុំស្រឡាញ់នៅក្នុងសម្បត្តិរួមរស់ជាមួយនឹងគ្នាថាមាត់មិនដឹងស្នេហ៍អូខ្ញុំជ្រុលពេកហើយទេដឹងខ្ញុំបាត់តែមិនអីទេការពិតរាល់គ្នាក៏ចង់យល់សម្បត្តិឃើញពិភពនេះដែរហេតុនេះខ្ញុំក៏មានចំណែកដូចតែគ្នាខ្ញុំជាលើកនេះខ្ញុំនៅរស់មានជីវិតមកវិញខ្ញុំសុខចិត្តយកនាងធ្វើជាប្រពន្ធហើយរំភើបចិត្តដែរ
ខ្ញុំនិយាយមែនណាជាតិក្រោយជួបគ្នាអាចារ្យខ្ញុំនឹកឃើញហើយខ្ញុំនៅមានថ្នាំប្រសាបដែរជួយយកឲ្យខ្ញុំផងឲ្យទៀតបន្តិចទៀតមិនមែនរបស់នឹងទេខ្ពស់បន្តិចមិនមែនរបស់នឹងទេមែនហើយឲ្យខ្ពស់បន្តិចអរគុណនាងហើយយកពីលាយទឹកឲ្យខ្ញុំផឹកបន្តិចមកមិនអីទេខ្ញុំពុកកែមែនមានរឿងអីគ្មានអីទេពេលដែលខ្ញុំដើរពេលយប់ខ្ញុំប្រកាសជាទាញវាចេញជៀសវាងពង្វេងផ្លូវជួយដុតឲ្យខ្ញុំបន្តិចមកនៅខាងមុខមានអូមួយយើងទៅខាងមុខមើលគ្មានទឹកទេប្រហែលជាមានផ្លូវចេញចាំតាមខ្ញុំមកណាមានផ្លូវមែនមកតាមខ្ញុំមកសម្ដីយើងដែលទៅនិយាយបាញ់មិញនោះទុកថាអញ្ចឹងទៅចុះកុំភ្លេចចាំខ្ញុំណាខ្ញុំលាសិនហើយអូយដល់រោគពេញមកយប់ទៅហើយណែឯងមានរបស់អីស៊ីឆ្ងាញ់ទេនោះធ្វើក៏មាននៅខាងនោះមកតឆាប់ឡើងមើលវិញអូយតាំងគឺស្រីទេមែនហើយតំណែងល្អស្រីគឺតំណែងល្អអូយចុះខ្ញុំអើយអ្នកខ្លានគួយគងអូយហៅខ្ញុំថាគួយគងបានហើយគួយគងមិនព្រោះទេហៅថាកងទៅត្រូវហើយរបស់លោកប្អូនដែរទេហ្នឹងបានន័យថាម៉េចហ្នឹងចង់មិនឲ្យលុយខ្ញុំហ៎មិនមែនទេអញ្ចឹងយ៉ាងម៉េចចូលទៅអូអាជីវអើយអាជីវគឺវាទេមែនហើយឲ្យពួកឯងយកសបិនឡើងឋានសួគ៌ម្ដងអូស្រីខ្ញុំគ្មានចំណូលចិត្តទេគ្មានចំណូលចិត្តស្អីទៅពីអ្នកឯងនាំគ្នាប៉ាវទៅណាប៉ាវទៅអូយមិនបានទេកាលនោះគឺឯងបដូរជីវិតចង់បានរបស់អញ្ចឹងណាមិនក៏មិនប៉ាវព្រាមទៅកុំលេងចឹងអាក្រក់មើលឃើញប្តីគេនៅចិត្តឯងថាអាក្រក់មើលផងហ៎បីសាយកំណើតទាំងពីរថាម៉េចបីសាយកំណើតទាំងពីរឯងបើកផ្លែអែធំមកមើលតែយើងពីរនាក់នេះជាណាតែក្រែងនេះជាជីវតាកាលនោះមានតែលីតាយឈួនទេខ្ញុំលេងយល់ឆ្កែចង្រៃអត់ស្គាល់មនុស្សក៏ស្គាល់លុយដែរកាលនោះពួកឯងលួចមាសគេទៅទុកនៅកន្លែងណាប្រាប់ព្រាមមកពីរនាក់ជាជនកំណាយទាំង10មិនមែនពួកខ្ញុំពីរនាក់ទេគឺពួកខ្ញុំ4នាក់មិនក៏ដូច7ពេកចឹងមនុស្សច្រើនយ៉ាងហ្នឹងជើញទៅជប់លៀងអាយ៉ាម៉េចលោកបលីទូជីវស្វាគមន៍ពិធីជ្រើសរើសម្ចាស់ពិភពគុណអូនិយាយជាមួយឯងចំជាសបាយមែនពួកឯងស្គាល់យើងជាណាហើយហ៎ចាំរំជួបដែរជួយគេភ្លាមទៅវានោះគឺលីតាជួយឲ្យរត់ភ្លាមទៅតាមវាបានកុំរត់ចាំវាបានហូបសិនបានហើយនៅឲ្យឆាប់បន្តិចទៅបើយឺតពេលពួកវាទាំងពីរនាក់នឹងត្រូវគេសម្លាប់ចោលហើយឲ្យឆាប់ឡើងបន្តិចពួកគេទាំងពីរនាក់ខ្មោចទាំងពីរទៅដឹងចង់សម្លាប់មនុស្សល្អជនកំណាចប្រគល់វាឲ្យមកខ្ញុំចុះខ្ញុំជាមួយមនុស្សល្អជនកំណាចមានគំនុំប៉ុនមហាសាគរកាលនោះគ្រួសារខ្ញុំមានមនុស្ស8នាក់ប្រុងតែរកលុយនៅឯទីក្រុងដើម្បីរកសេចក្តីសុខសាន្តដឹងអីដើរកាន់អាជនកំណាចត្រូវស្លាប់ទាំងអស់ទៅអ្នកទាំងអស់គ្នាថយចែងទុកឲ្យខ្ញុំបហាជីវិតពួកវាចុះអាជនកំណាចត្រូវចាប់ហើយហេតុអីក៏ឯងប្រើថ្នាំសណ្ដំព្រលឹងមិនប្រើថ្នាំផ្ដាច់ព្រលឹងយ៉ាងអញ្ចឹងទៅវិញរឿងអីខ្ញុំត្រូវប្រើថ្នាំផ្ដាច់ព្រលឹងទៅតិចផ្ទុះត្រូវខ្លួនខ្ញុំវាមិនវីវទៅហើយ
ឡោខ្ញុំតាមសួរច្បាស់សិនណែហេតុអីក៏ឯងទៅចឹងជប់ដល់ពេលខ្ញុំហើយ ចាំអីក៏មិនអាចចាត់ចេញពីកន្លែងនេះដែរ អូយបងស្រីនិយាយសម្ដីក្អេងអាពេកហើយ អ្នកគ្រូជួនគ្នាមែន ការប្រកួតរើសក្បាច់គុណដើម្បីរើសម្ចាស់ពិភពគុណនៅទីកន្លែងនេះមានការត្រឹមត្រូវណាស់រឿងគុំនុំគុំគួនមិនអាចដោះស្រាយនៅលានប្រកួតបានទេល្មើនឹងវិន័យពិភពគុណនឹងចំអកឲ្យមិនខានយកល្អសូមអ្នកជួបបង្ករឿងទៀតទៅដើម្បីឲ្យការប្រកួតគ្នាបន្តទៅទៀត ពិភពគុណខ្ញុំទៅតែគ្រប់តាម មួយជា មួយជាការប្រកួតរើសម្ចាស់ពិភពគុណថ្ងៃនេះឯងមានគុណសម្បត្តិពិតជាមិនតិចទេ សិស្សរបស់ខ្ញុំពិតមែនតែក្បាច់គុណគ្រាន់បើមែនប៉ុន្តែវាខ្វះការពិសោធន៍នៅក្នុងពិភពគុណខ្ញុំមកលើកនេះគឺដើម្បីមើលវាទេដើម្បីកុំឲ្យមានអ្នកណាមានគំនិតអាក្រក់លើវា ត្រូវហើយម្ចាស់វិមានមនុស្សមានគំនិតលើខ្លួននាងរួចទៅហើយ អ្នកណាខ្លាំងធំយ៉ាងនេះ គឺអាកូនត្រីដែលអ្នកទើបចាប់មកអំបញ្ញមិញនេះឯង អាកូនត្រី មើលទៅអ្នកក្លាហានហួរមានមនុស្សសេចចេតនាល្អនឹងវាខ្លាំងណាស់ខ្លាចតែស្អែកនេះអ្នកក្លាហានហួរមិនដាច់ចិត្តសម្រាប់វាទេ ខ្ញុំខំបង្ហាត់វាអស់18ឆ្នាំដោយលំបាកគឺសង្ឃឹមថាចង់ឲ្យវាខ្លាចទៅជាអ្នកខ្លាំងម្នាក់បើសិនជាវាហ៊ានក្បត់នឹងខ្ញុំត្រូវឲ្យវាស្លាប់ដោយលំបាក បើចៅវិមានកុំធ្វើអញ្ចឹងឲ្យសោះនៅក្មេងអញ្ចឹងអាចបដៅវាដោយសម្រួលបាន បដៅសិស្សត្រូវឲ្យម៉ត់ចត់ប៉ុន្តែបើសិនជាវាលេបថ្នាំផ្ដាច់ព្រលឹងរបស់វាមានផ្កាព្រិលហើយវាត្រូវតែស្ដាប់តាមសម្ដីខ្ញុំបើសិនជាវាមិនស្ដាប់សម្ដីខ្ញុំទេក្នុងរយៈពេល12ម៉ោងវាមិនបានថ្លៃមិនសាពីខ្ញុំវិញនោះត្រូវក្អួតឈាមស្លាប់មួយរំពេចណា បើអញ្ចឹងហួរមកយាត្រូវឈ្នះអាកូនត្រីហើយ លោកម្ចាស់លើកនេះហួរមួយឈៀកនឹងខ្លាចទៅជាម្ចាស់ពិភពគុណមិនខានដល់ពេលនោះឯងចង់ទប់ទល់នឹងនាងយ៉ាងម៉េចនោះ ក្បាច់គុណរបស់ហួរមកឈៀកខ្ពស់លើសគេពួកខ្ញុំមិនហ៊ានតាំងតែពីដើមមកបារម្ភជាងគេគឺម្ចាស់ពិភពគុណត្រូវបានទៅលើអាកូនត្រី ឥឡូវខ្ញុំនឹងទៅរកវាមិនបាច់ឯងជួយដំណើរខ្ញុំទេ ជើញអញ្ចឹងក៏ចង់ធ្វើជាម្ចាស់វិមានដែរ ស្រីកញ្ចាស់នេះទើបតែផឹកស្រាផ្ដាច់ជីបចររបស់យើងហេតុអីក៏មិនឃើញអីសោះអញ្ចឹងស្រាផ្ដាច់ជីបចរជាថ្នាំពុលសាហាវលើគេគ្មានពណ៌គ្មានក្លិនផឹកហើយគ្មានអារម្មណ៍ប្លែកទេប៉ុន្តែបើប្រើកម្លាំងពិតតែម្ដងគឺលែងបានវិលវិញហើយកម្លាំងធាតុនឹងបាត់បង់បន្តិចម្ដងតែប៉ះទង្គិចចិត្តបន្តិចត្រូវខ្លាចជាឈួតភ្លាមមួយរំពេច ឯនេះសំជាគេហៅថាបិសាចពឹសមែនលោកបងក៏សំជាបិសាចមុខ1000ដែរយើងកែមុខជាច្រើនឆ្នាំខ្លែងជាជាងពីហើគ្មានអ្នកណាដែលមើលស្គាល់រហូតមកចំពោះលោកគ្រូខ្ញុំយល់ថាត្រូវតែប្រយ័ត្នទៅបានពេលវេលានៅវែងណាស់ឯងឆាប់រៀបចំពិធីទប់ទល់នឹងពួកវិមានផ្កាព្រិលនៅថ្ងៃស្អែកនេះទៅល្អជាជាងខ្ញុំមកគឺចង់ប្រាប់នាងថានៅពេលប្រកួតគ្នាថ្ងៃស្អែកនេះសូមនាងបញ្ចេញឲ្យអស់លទ្ធភាពវាយមកលើខ្ញុំចុះ មិនក៏ឯងខ្លាចទៅជាយ៉ាងនេះទៅវិញ ខ្ញុំក៏មិនខ្លាចប្រាប់នាងដែរខ្ញុំបានហាត់សម្រេចទៅហើយបាត់ដៃអន្ទះមុខខៀវនៅពេលប្រកួតនៅថ្ងៃស្អែកនេះបើសិនជានាងមិនស្លាប់ក៏ខ្ញុំត្រូវស្លាប់ដែរខ្ញុំមិនបន្ធូរដៃឲ្យនាងទេបើនាងមិនប្រើឲ្យអស់លទ្ធភាពទប់ទល់ខ្ញុំទេក៏មិនទោសថាខ្ញុំអាក្រក់ឲ្យសោះស្ដាប់បានទេ ក្បាច់គុណរបស់និស្សិតមុខសពិតជាពងពោះមែនក្បាច់គុណទាំងអស់តាមដែលខ្ញុំដឹងមានក្បាច់គុណកំបិតផ្លែខៀវក្បាច់គុណប្រដាល់ត្រកូលណានក្បាច់គុណត្រកូលណានមាន3យ៉ាងគ្មានបាតដៃរន្ទះមុខខៀវអីទេ នាងជប់ជឿពាក្យជំនឿនេះទៀតទៅក្បាច់គុណនេះនិងក្បាច់គុណឯទៀតគឺ6ឆ្នាំមុនគេកែប្រែទេទាំងអស់មានជាង200យ៉ាងឯណោះនាងជឿខ្ញុំចុះជឿខ្ញុំទៅណា มันអាចទេអ្នកគ្រូខ្ញុំថានេះជារឿងពិតប្រាកដការពិតឯងកំពុងតែធ្វើស្អីទៅមុខរបស់ឯងខ្ញុំដឹងហើយនៅលើលោកនេះការពិតគ្
មានក្បាច់គុណមុខខៀវស្អីទេហេតុអីក៏ឯងកុហកនឹងខ្ញុំឯងចង់ស្លាប់លើដៃរបស់ខ្ញុំហេតុអីទៅហេតុអីទៅមែនហើយខ្ញុំក៏ហត់នាងទេគឺពីព្រោះតាំងពីថ្ងៃដែលយើងចាប់ផ្ដើមជាលើកដំបូងមកគឺពីព្រោះតែយ៉ាងនេះខ្ញុំមានអារម្មណ៍ថាខ្ញុំជារបស់នាងទៀតខ្ញុំមិនអាចមិននិយាយបានទេខ្ញុំត្រូវតែនឹងមុនពេលដែលខ្ញុំស្លាប់ខ្ញុំនិយាយចេញអ្វីដែលខ្ញុំចង់និយាយទាំងអស់ឯងឈប់និយាយទៀតទេទោះជាខ្ញុំស្លាប់លើដៃរបស់នាងក៏ខ្ញុំមានតម្លៃដែរខ្លាចនោះគឺខ្លាចបើសិនជានាងមិនដាច់ចិត្តសម្រាប់ខ្ញុំនោះនាងនឹងត្រូវអ្នកគ្រូនាងបន្ទោសនាងជាមិនខានទេនាងដឹងទេទោះជាត្រូវស្លាប់ហើយតែជួយគិតដល់ខ្ញុំទីខ្ញុំធ្វើបាច់លើកដៃសម្រាប់ឯងរួចខ្ញុំលើកដៃសម្រាប់មិនរួចទេនាងជប់យំទៅនាងយំធ្វើអីបើនាងយំខ្ញុំច្បាស់ជាយំជាមួយនាងមិនបាននាងមានចិត្តស្មោះចំពោះខ្ញុំមែនខ្ញុំធ្វើមិនខំនាងតែកើតខ្ញុំត្រូវតែប្រាប់ការពិតដល់នាង18ឆ្នាំមកនេះយើងបដៅឯងយ៉ាងម៉េចខ្លះប្រុសគ្មានអ្នកណាម្នាក់ល្អទេដាច់ខាតកុំទុកខ្លួនឯងជាមនុស្សស្រីឲ្យសោះមិនត្រូវមានអារម្មណ៍ល្អចំពោះប្រុសទេការពារខ្លួនឯងឲ្យនៅបរិសុទ្ធពេលណាដែលបានផ្លាកបញ្ជាពិភពគុណហើយត្រូវហាត់ឲ្យដល់ថ្នាក់កំពូលលើកស្ទួយឲ្យក្រុមរបស់យើងដើម្បីសំតាមបំណងរបស់គ្រូប៉ុន្តែឯងបែរជាសម្រាប់តែភ្នែកព្រោះតែប្រុសម្នាក់ទៅវិញណាមួយអាជនចង្រៃនេះមកពីលអាងជនកំណាចទៀតឯងធ្វើឲ្យគ្រូអស់សង្ឃឹមអស់រលីងតែដឹងកំហុសហើយអ្នកគ្រូឈប់ខាងទៀតទៅយើងគ្មានសាររបៀបឯងទេស្អែកនេះសិននឹងខំឲ្យអស់ពីលទ្ធភាពល្អលេបវាទៅឆ្នាំផ្ដាច់ព្រលឹងរបស់វិមានយើងនេះថ្ងៃស្អែកឯងត្រូវវាយឲ្យឈ្នះកូនត្រីបើសិនជាឯងគ្មានឆ្នាំបន្សាពីអ្នកគ្រូវិញនោះឯងនឹងត្រូវស្លាប់ដោយវេទនាបំផុតអរគុណអ្នកគ្រូដែលបានចិញ្ចឹមខ្ញុំអស់18ឆ្នាំមកនេះខ្ញុំនឹងលេបវាកុំលេបឆ្នាំនេះអីស្អែកជួបគ្នានៅលានប្រកួតមិនក៏នាងចាំបាច់ធ្វើដូច្នេះឥឡូវសល់តែ4នាក់ទេចែកជា2ក្រុមក្រុមទី1កូនត្រីតទល់នឹងហួរមកឈៀតក្រុមទី2ជាងពីហើតទល់នឹងជាងទីឡាងការប្រកួតគ្នាចាប់ផ្ដើមហើយសូមជ័យមកចោះមកឈៀអំបីនេះឯសោះវិន័យប្រកួតគ្នាគឺមិនឲ្យអ្នកទី3លូកដៃទេកុំថាឡើយនាងលោប្រហាគេពីក្រោយពិតមែនតែនាងជាម្ចាស់ពិភពគុណពីមុនមកមែនក៏មិនខុសគ្នាដែរទោះជាអ្នកនៅទីនេះមិនបន្ទោសនាងក៏អ្នកក្លាហានយានមិនអត់ឱនឲ្យនាងនៅអំពើដែលនាងធ្វើដែរក្លាហានយានណាទៅគឺយានណានធានដែលបានប្រយុទ្ធគ្នាជាមួយនាងនៅលអាជួនកំណាចនោះហើយណាចាប់ពីថ្ងៃនេះតទៅយើងផ្ដាច់និស័យជាប្តីប្រពន្ធហើយនៅទៀតសាច់ឈាមបង្កើតនាងមិនយកមកថែរក្សាទេនាងទទួលហួរមកឈៀកយកមកថែរក្សាវិញហួរមកឈៀកមនុស្សមានកើតនៅស្លាប់
រដូវមានក្តៅត្រជាក់ផ្ការីកផ្ការោហួរមកជាផ្ការីកហួរមកជាហួរមកជាហួរមកជានឹកឃើញរឿងដើមវិញនាងមានមិនគប្បីនឹងអ្នកក្លាហានយានទេហ៊ានធ្វើហ៊ានទទួលខ្ញុំមិនស្ដាយក្រោយទេល្អណាស់គ្មានស្ដាយក្រោយសុំអាងលើពាក្យមិនស្ដាយក្រោយនាងហ៊ានសម្លាប់វាឯងមានដឹងថាវាជាសាច់ឈាមបង្ការរបស់ឯងទេកូនប្រុសខ្ញុំវាមិនមែនជាកូនខ្ញុំទេត្រូវហើយវាជាកូនរបស់នាងណាមិនមែនទេវាមិនមែនជាកូនខ្ញុំទេវាជាកូនរបស់នាងមិនមែនទេមែនវាមិនមែនជាកូនខ្ញុំទេវាជាកូនរបស់នាងមិនមែនទេវាមិនមែនជាកូនខ្ញុំទេវាមិនមែនជាកូនប្រុសខ្ញុំទេ3ឆ្នាំមកនេះនាងគ្មានធ្វើភារកិច្ចជាម្ដាយវាទេឥឡូវវាយវាឲ្យគួតឈាមទៀតនាងមិនមែនជាមនុស្សទេនាងធ្វើមិនគប្បីនឹងកូនរបស់នាងទៅកើតខ្ញុំជាកូនរបស់ខ្ញុំមិនមែនជាមនុស្សទេខ្ញុំឆាប់ធ្វើជាមនុស្សហើយខ្ញុំមិនគប្បីនឹងកូនប្រុសរបស់ខ្ញុំវាយកូនខ្ញុំមានរបួសខ្ញុំមិនគប្បីនឹងកូនខ្ញុំព្រាបទៅសម្រាប់នាងចោលទៅទុកធ្វើអីទៀតឲ្យឡើងខ្ញុំមិនគប្បីនឹងកូនខ្ញុំអាយ៉ាថ្នាំផ្សាពឹសនៅសល់តែមួយគ្រាប់គត់នៅទីនេះយើងអីឡើងកុំហេប្រយ័ត្នកុំឲ្យរត់រួចសោះប្រយ័ត្ននេះយើងឆាប់គេចខ្លួនគ្នាទៅឲ្យឈប់លើទៅគេណាបាត់ចេះនេះណាចេះអ្នកទាំងអស់គ្នាសូមស្ងប់អារម្មណ៍សិនទៅថ្ងៃនេះខ្ញុំអញ្ជើញសិស្សច្បងដើម្បីមកបកស្រាយប្រាប់អ្នកទាំងអស់គ្នាហើយដូច្នេះអ្នកទាំងអស់គ្នាកុំតក់កុហលពេកនេះណាអញ្ជើញចាំមើលឆាប់និយាយមកបើសិនជាកូនត្រីជាមួយនឹងហ្វមួយជាដកថយអញ្ចឹងសូមម្ចាស់វិមានជាងអ៊ីឡាងប្រកួតគ្នាចាញ់ឈ្នះចាំមកផ្លែតកូនជាកូនរបស់ពុកធ្វើមិននឹងហ៊ានដណ្ដើមតំណែងម្ចាស់ពិភពគុណជាមួយពុកបានបងអញ្ចឹងអាត្មាសូមប្រកាសហើយម្ចាស់ពិភពគុណឥឡូវនេះគឺអ្នកក្លាហានជាងមានឈ្មោះជាងពីហើជុំទៅសូមគោរពលោកម្ចាស់ទាំងពីរអ្នកទាំងអស់គ្នាថ្ងៃនេះយើងមកជួបជុំគ្នាហើយយើងមិនបាច់លាក់លៀមអីតទៅទៀតទេយើងនឹងបកស្រាយប្រាប់អ្នកទាំងអស់គ្នាឲ្យបានដឹងច្បាស់មានរឿងជាច្រើនដែលចង់និយាយពីជាងពីហើពីព្រោះមានគេលួចប្រាប់ខ្ញុំពីកំហុសរបស់ជាងពីហើនៅនឹងខ្ញុំមានសៀវភៅបញ្ជីមួយគឺជាអ្នកក្លាហានក្មេងម្នាក់ប្រគល់ឲ្យខ្ញុំដែលវាបានលួចពីសម្បុកចោលមកខែ3ថ្ងៃទី20ជាងពីហើបានសម្រាប់ក្រុមធានាទ្វារមាសប្លន់យកទ្រព្យសម្បត្តិជាមាស200,000តម្លឹងក្រុមធានាហុង80,000តម្លឹងខែទី7ថ្ងៃទី14ជាងពីហើបញ្ជាឲ្យស្រីខូជាង10លានអ្នកនៅសានតុងប្រគល់លុយការពារជាមាស300,000តម្លឹងចែកឲ្យគេ100,000តម្លឹងវិក័យប័ត្រថ្ងៃទី17ខែ11ជាងពីហើបោះសម្បត្តិគ្រប់ទីកន្លែងថាខ្លួនជាអ្នកខ្លាំងឲ្យគេប្រគល់10លានតម្លឹងខ្ញុំបាន5ភាគគឺ500,000តម្លឹងការពិតឯកគុំខិតជាមួយក្រុមចៅសមុទ្រទីតើជាងពីហើឯគួរតែស្លាប់ហើយពេលនេះមែនទេលោកម្ចាស់ចោតខ្ញុំទេគ្មានចោតឯងទេសៀវភៅបញ្ជីនេះគឺកូនបង្ការរបស់ឯងប្រគល់ឲ្យពួកខ្ញុំណាពុកខ្ញុំមិនអាចក្បត់នឹងមនោសញ្ចេតនាខ្លួនឯងបានទេពុកជ្រុលពេកហើយខ្ញុំជាកូនបង្កើតមែនតែខ្ញុំមិនចង់ឲ្យពុកធ្វើបាបគេទៀតទេពុកញាក់ខ្លួនខ្លះទៅអាកូនចង្រៃពុកអើយអញនឹងសម្លាប់ឯងពុកអញនឹងសម្លាប់ឯងពុក
ពុកបាយខ្ញុំមកចុះពុកបាយខ្ញុំឲ្យស្លាប់ចុះឲ្យតែពុកឈប់ប្រព្រឹត្តកូនស្លាប់ក៏មិនស្ដាយដែរពុកត្រឡប់ធ្វើជាមនុស្សល្អវិញទៅពុកអាកូនឆ្នៃពុកអើយពុកយ៉ាមិនដែរពុកអាកូនទេរឆាតពុកគេតាំងស្មារតីឡើងពុករស់រាប់សិបឆ្នាំមកហើយក្រែងចង់បានធ្វើជាម្ចាស់ពិភពគុណណាទៅឲ្យបានសុខចុះណាពុកណាពុកពុកខ្ញុំស្លាប់ហើយអាយហេតុអីសម្រាប់ពុកខ្ញុំអើយជប់កើតទុកទៀតទៅកម្របានមនុស្សដូចឯងណាពុកខ្ញុំនឹងជ្រោមជ្រែងឯងណាត្រូវហើយអស់លោកលើកនេះអ្នកដែលបានផ្លាកបញ្ជាគឺជាងអ៊ីឡាងហើយក៏ជាម្ចាស់ពិភពគុណថ្មីដែរមិនបានទេក្បាច់គុណខ្ញុំអន់ណាស់ធ្វើមិនធ្វើជាម្ចាស់ពិភពគុណទៅកើតពួកខ្ញុំជាអ្នកឲ្យឯងធ្វើឯងនៅកំឡោះបរិសុទ្ធណាមែនណាបើមែនគឺបានហើយត្រូវហើយឯងនៅបរិសុទ្ធនៅឡើយអញ្ចឹងយើងអាចកំទេចជីបចរស្លាប់រស់របស់ឯងដើម្បីឲ្យឯងហាត់បាតដៃព្រើលទី9គឺបាតដៃអាគារបានសម្រេចដល់ពេលនោះឯងទៅជាលើលោកគ្មានគេប្រៀបទេសូមគោរពម្ចាស់ពិភពគុណសូមគោរពម្ចាស់ពិភពគុណយើងបង្រៀនឯងនេះគឺបាតដៃព្រិលស្នៀតទី9បាតដៃបិសាចអាគីព្រិលខ្ញុំសម្រេចហើយទីបំផុតខ្ញុំហាត់បាតដៃព្រិលស្នៀតទី9បាតដៃបិសាចអាគីព្រិលហើយលំបាកពីអ្នកខ្ញុំហើយមែនហើយរៀមច្បងទាំងពីរអស់កម្លាំងច្រើនហើយទុកឲ្យខ្ញុំរៀបចំឲ្យរៀមច្បងទាំងពីរបានសម្រេចចុះយើងត្រូវរបួសខាងក្នុងអស់ហើយក្នុងរយៈ3ខែការពារខ្លួនឯងមិនបានទេឆាប់រកមនុស្សការពារពួកខ្ញុំទៅរឿងនេះពិតប្រាកដខ្ញុំអាចយកជីវិតពួកឯងពេលណាក៏បានដែរមួយដៃនេះគឺផ្ដាច់ជីបចរពួកឯងហើយពួកឯងថ្ងៃក្រោយគឺរលាយក្បាច់គុណអស់ហើយណូហេតុអីក៏ឯងធ្វើដូច្នេះព្រោះយើងយល់ថាឯងនឿយហត់ណាទើបយើងចង់ឲ្យឯងសម្រាកខ្លះការក្តោបក្តាប់ពិភពគុណទុកឲ្យយើងជាអ្នកក្តោបក្តាប់ចុះឯងពឹសពុលណាពឹសហ៎ពឹសពុលហើយបើពឹសពុលយើងសម្រាប់ឯងបាត់ទៅហើយណែ100,000ដំណឹងមាសឲ្យពួកឯងចូលនិវត្តន៍ចាយចុះឆាប់ចេញទៅឯងណែសិស្សប្អូនកូនប្រុសមិនទទួលទុកនៅចំពោះមុខទេមានលុយគ្រាន់បើជាងអត់ពួកយើងទៅអើយអ៊ីឡាងសម្រាប់ឯងហៅយើងបាទម្ចាស់ពិភពគុណហេតុអីក៏លែងពួកវាអញ្ចឹងមិនក៏មិនសម្លាប់បាត់មាត់ទៅឯងនេះឈួតពេកហើយឯងប្រើគួរក្បាលគិតឲ្យបានល្អមើលខ្ញុំឥឡូវជាម្ចាស់ពិភពគុណហើយបើខ្ញុំសម្លាប់ពីរអ្នកវាទៅត្រូវគេនិយាយចំអកឲ្យណាបាទម្ចាស់ពិភពគុណឆាប់ផ្សាយដំណឹងភ្លាមទៅថាពីរអ្នកវាលួចមាស100,000ដំណឹងរត់ហើយត្រូវរលាយក្បាច់គុណទៀតផងថាពួកវាសាងតែអំពើអាក្រក់ដល់ពេលនោះមានសត្រូវជាច្រើនណាស់គេនឹងតាមកាប់សម្លាប់វាជាមិនខានរួចដល់ពេលនោះខ្ញុំនឹងចេញជួយពួកវាមានកិត្តិស័ព្ទខ្ពង់ខ្ពស់ទៀតផងដល់ពេលនោះមានអ្នកណាដែលថាខ្ញុំមិនមែនអ្នកខ្លាស្មោះត្រង់នោះម្ចាស់ពិភពគុណចំជាឆ្លាតមែនខ្ញុំមិនយល់ថាឯងពូឬគ្រូខ្ញុំអីទេឲ្យតែឯងធ្វើការហើយស្ដាប់តាមខ្ញុំមិនឲ្យឯងពិបាកទេណានៅចាំបានទេបងធ្លាប់និយាយថាត្រូវតែយកអូនធ្វើជាប្រពន្ធឆ្នាំមុននឹងឆ្នាំនេះខុសតែអក្សរមួយតួទេប្តីប្រពន្ធមួយគូ
បើសិនជាអាចរស់នៅរហូតដល់ពេលស្លាប់ហើយអាចរស់នៅជាមួយគ្នាដដែលនោះមួយជីវិតពួកគេគឺបានសុភមង្គលរហូតបងសង្ឃឹមថាមួយជីវិតនេះបានធ្វើជាប្តីប្រពន្ធនឹងអូនជានេះគឺចាប់ពីពេលនេះតទៅ情受交織多再見，傲慢的心比如龍。受交織多再見，傲慢的心比如龍。痴情似海深。ជួយអរកូនកំឡោះណា ជួយអរកូនកំឡោះណា ពួកយើងទៅសំពះដូនតាទៅណា កូនត្រីអូនរងានណាស់ មកជាសំពះដូនតារួចយើងទៅផ្សំដំណេកលែរងាហើយណាអូន 邊大哥，佢哋拜堂啦。 កូនកំឡោះកូនក្រមុំសំពះដូនតាសំពះឪពុកម្ដាយប្តីប្រពន្ធសំពះគ្នា 浮沉中推搪不已，回頭可惜娘子。 អាចង្រៃយកឯងយំស្អីទៅថ្ងៃនេះជាថ្ងៃវេលាល្អចង្រៃយកឯងនេះមិនចេះចាប់ទេថ្ងៃនេះត្រូវសុបាយទៅត្រូវមិនត្រូវយំចឹងទេកូនត្រីបងដឹងថាអូនមិនរស់ហើយហេតុអីក៏បងរៀបការនឹងអូនទៀតពីព្រោះអូនជាមនុស្សតែមួយដែលបងត្រូវរៀបការជាមួយណាតាំងពីជួបអូនលើកដំបូងគឺបងចង់នៅជាមួយអូនរហូតហើយ បងចាំបាច់ធ្វើចឹងធ្វើអី មកជា ចាប់វាបានអើយចាប់វាបានអ្នកណាស្អីដុល្លារនៅខាងក្រៅហ្នឹងណា ខ្ញុំទៅមើលសិនចាប់វាបាន មកជា អូនមានអារម្មណ៍ថាយូរទៅកាន់តែរងាកខ្លាំងណាស់ឲ្យអស់កម្លាំងទៀត ណែនៅខាងក្រៅគេវាយគ្នាខ្លាំងណាស់ មានជីវទៅមើលតិចមើល ល្អ 我哋出去睇下。 ជួយផងឈប់សិននៅស្ងៀមឈប់សិនមិនក៏ពួកឯងហ៊ានចូលមកដល់ទីនេះវាពីរនាក់នេះសាងតែអំពើអាក្រក់រាប់សិបឆ្នាំមកហើយថ្ងៃនេះខ្ញុំត្រូវតែកាត់ក្បាលវាទៅបាន ពួកឯងគឺបិសាចភ្នំលឿងហើយខ្ញុំគឺសាងវានេះគឺផងជឺ ហេតុអីក៏ពួកឯងមកដល់ទីនេះ គឺខ្ញុំត្រូវជើងអ៊ីឡើងធ្វើបាបឲ្យលាយក្បាច់គុណអស់ទៅហើយ ពួកឯងឆាប់បកគលមាស 100,000 តម្លឹងនោះភ្លាមមកបើមិនចឹងយើងសម្លាប់ចោលមាស 100,000 តម្លឹងមែនហើយដែរនេះមានមាស 100,000 តម្លឹងមែនគេឲ្យខ្ញុំមកនោះសម្រាប់ចិញ្ចឹមជីវិតអូបើចឹងឲ្យមកយើងមកឲ្យលើឡើងឲ្យមកយើងធានាជីវិតណា ធានាជីវិតខ្ញុំមែនណាខៃធានាជីវិតខ្ញុំហ៎ធានាឲ្យតែមានអាណាហ៊ានធ្វើអីណែឈប់សិនខ្ញុំមានយោបល់មួយចង់ប្រាប់អ្នកទាំងអស់គ្នាឲ្យបានដឹងឥឡូវនេះឲ្យគេរួចជីវិតទៅមិនបានទេឯងចង់យ៉ាងម៉េចនឹងខ្ញុំធានាណាហើយប្រាក់ទាំងអស់នេះបើសិនជាខ្ញុំឲ្យអ្នកទាំងអស់គ្នាតើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរណែឲ្យម្នេះយើងចែកគ្នាពាក់កណ្ដាលម្នាក់ឲ្យម្នេះមក ឥឡូវប្រាក់នេះហើយខ្ញុំប្រគល់ឲ្យអ្នកទាំងអស់គ្នាធ្វើម៉េចកុំរករឿងនៅទីនេះទៀតណាអូអញ្ចឹងមែនឲ្យមកឲ្យយើងភ្លាមមកហើយខ្ញុំហើយចង់រៀបការជាមួយនឹងនាងធ្វើអីនាងយប់នេះច្បាស់ជាស្លាប់បាត់ទៅហើយនិយាយពីរស់ស្ដាំតិចទៅឆ្លោះមិនផុតពីយប់នេះទេឯងនិយាយពីរស់ស្ដាំតិចមើលអញ្ចឹងរស់មិនផុតពីព្រឹកស្អែកទេថាម៉េច អាភ្លើពួកយើងពីរអ្នកបង្ករឿងនៅទីនេះយ៉ាងច្រើនទោះយ៉ាងណាក៏ត្រូវតែជួយហួរមកជាដែរអត់ប្រយោជន៍ទេថ្នាំប្រសាទទាំងអស់ដែលមាននៅលើលោកនេះគឺគេបំផ្លាញអស់ទៅហើយ
ជួយមកជាលែកបានហើយមែនហើយឈប់សិនមិនប្រកាសទេណាឲ្យតែពីរអ្នកយើងប្រើកម្លាំងធាតុទៅគឺអាចបង្ខំពឹសខ្លួននេះចេញមកឲ្យកម្លាំងធាតុខ្វល់យយបើគេកំទេចអស់ទៅហើយនោះណែគេនោះជាអ្នកខ្លាំងហើយគ្មានបានការទេជីបចោលគេត្រូវដាច់អស់ហើយដូចជាមនុស្សស្លាប់អញ្ចឹងធ្វើអីក៏គ្មានបានកាយដែរអ្នកនិយាយខុសហើយស្ថានភាពគេឥឡូវនេះដូចជាធ្លាក់កំណប់គ្មានកូនសោអញ្ចឹងឲ្យតែពួកយើងរកកូនសោបានគឺអាចប្រើកម្លាំងធាតុគេបានហើយណាពិតមែនទេខ្ញុំបង្ហាត់ឯងព្យាបាលជីបចោលទាំង8គេចុះធ្វើយ៉ាងណាបង្ខំកម្លាំងធាតុគេឲ្យចូលខ្លួនឯងជួយហួរមកជាទៅបានទៅហើយមែនហើយលោកពុកស្ថានភាពបង្ខំហើយបើសិនជាពុកយល់ព្រមសូមបញ្ជាក់បន្តិចចុះអរគុណពុកនៅចាំអីទៀតនិយាយស្ដីនឹងកូនហើយពុកថាមកនិយាយស្អាតមែនទេពុកសរសើរថាអូនស្អាតណាស់ចាំមិនធ្វើចឹងប្រាការបានប្រកាសជាបានហើយមិនជឿឯសាមើលល្អចឹងអូយសុំទោសគេបន្តទៀតទៅកូនត្រែងបងជម្រាបពុកថាអូនអរគុណនឹងគាត់ណាស់អូនបានធ្វើច្រើនហើយពុកគាត់កំពុងតែបង្ខំពឹកទីពីខ្លួនអូនហើយពុកយ៉ាងមិនដែរចាំខ្ញុំផ្ដល់កម្លាំងធាតុឲ្យពុកវិញអូអ្នកក្លាហានជាងដូចជាស្លាប់បាត់ហើយលោកបងជាគាត់ដឹងថាម្ចាស់វាមានការព្រើស្លាប់ហើយរស់នៅម្នាក់ឯងក៏គ្មានន័យអីដែរគាត់មិនទុកជីវិតគាត់ឲ្យនៅទេគឺចង់ឲ្យពួកឯងមានចិត្តគំនិតរួមគ្នាសងសឹកណាសងសឹកយ៉ាងម៉េចទៅឯងថាជាងអ៊ីឡានហាត់បាតដៃពាក់អគ្គីគ្មាននរណាគំនិតវាបានទេណែការពិតបាតដៃព្រើស្នៀតទី9ក្រៅពីបាតដៃអគ្គីព្រើទៅនៅមានក្បាច់គុណមួយទៀតយ៉ាងសាហាវគឺដាវស្នែកំឡោះណាដាវស្នែកំឡោះចិត្តស្មោះដាវនេះគឺមានឥទ្ធិពលខ្លាំងណាស់ឲ្យតែពីរអ្នកស្រឡាញ់គ្នាដោយស្មោះនោះគឺឡើងកម្លាំងដល់ទៅ10ភាគប្រកាសជាប្រាការបានណាហើយឯងយកទៅដាវស្នែកំឡោះចិត្តស្មោះអាចទប់ទល់នឹងបាតដៃអាគីព្រើបានមែនទេខ្ញុំក៏មិនដឹងដែរព្រោះថាប្រុសខ្ញុំនេះមិនដែលស្រឡាញ់គ្នាផងមកជាត្រូវបដូរនឹងវាម្ដងទៅពួកយើងមិនទៅរកជាងអ៊ីឡាក៏វាមករកយើងវិញដែរបងសម្លាញ់បងធ្វើតាមគំនិតបងពួកឯងត្រូវចាំពីអ្នកឯងរឹតតែស្រឡាញ់គ្នាឥទ្ធិពលរឹតតែខ្លាំងឡើងពួកគេហាត់សបាយដល់ហើយយើងហាត់ដែរទៅល្អណាស់ហាត់ដើរចិត្តស្មោះណាអញ្ចឹងឯងហាត់ស្អីទៅស្នែដើរកំឡោះចិត្តស្មោះអស់ស្នៀតហើយហាត់ដើរផ្ទៃចាក់ប្រពន្ធទៅយ៉ាងម៉េចខ្ញុំហាត់សូមស្វាគមន៍ម្ចាស់ពិភពគុណសូមឲ្យមានអាយុយឺនយូរដឹកនាំពិភពគុណអរលោករៀបច្បងពិភពគុណអ៊ីឡានថ្ងៃនេះឯងឡើងជាម្ចាស់ពិភពគុណខ្ញុំប្រកាសជាចែកការពីពិភពគុណបានហើយត្រូវម្ចាស់ពិភពគុណកាលពី8ឆ្នាំមុនក្រៅពីបកមុខពិតរបស់បិសាចភ្នំលឿងទាំងពីរចេញមកថែមទាំងបានចាប់មនុស្ស6នាក់របស់លាជួនកំដាចទៀតផងថ្ងៃនេះត្រូវសច្ចាថាឲ្យតែមនុស្សឡាជួនកំណាយទៅជីស្មៅជីទាំងរឹសត្រូវតែជីស្មៅជីទាំងរឹសឥឡូវទុកឲ្យម្ចាស់ពិភពគុណប្រើបាតដៃអគីព្រើដោះស្រាយនឹងពួកវាទាំងអស់គ្នាភ្លឺភ្នែកឥឡូវពួកសខ្លាយទៅជាខ្មៅហើយពួកខ្មៅខ្លាយទៅជាពួកសហើយស្រីចង្រៃឯងត្រឡប់មកវិញទៀតឯងមិនទាន់ងាប់ទេខ្ញុំធ្វើមិនដាច់ចិត្តមិនមកវិញបាននោះជាងអ៊ីឡាង
សំបីតែឪពុកបង្កើតរបស់ឯងក៏ហ៊ានសម្លាប់ដែរតែសំធ្វើជាម្ចាស់ពិភពគុណទេ អូយសម្រាប់ឯងអីសាហាវមែនណា ណាណូចាំមកច្បាស់ណាកុំឲ្យវាទៅរកអាចជាវបាទអូណែពួកឯងប្រកាសជាយល់ច្រឡំលើម្ចាស់ពិភពគុណហើយសូមអញ្ជើញអង្គុយពិសាស្រាចាំអាត្មាជួយបញ្យល់ពួកលោកធ្វើតាមវាទៅចាំមើលឯងមានល្បិចអីទៀតការពិតម្ចាស់ពិភពគុណសរសើរអ្នកទាំងពីរណាអាត្មាសូមជូនពួកឯងមួយពេកសិនចុះឯងប្រើស្រានេះសម្រាប់ម្ដាយរបស់យើងឥឡូវល្មមដល់វេនឯងភ្លក់ម្ដងហើយมันអាចទេมันបានកន្លះខែផងមិនក៏ក្បាច់គុណឯងរីចម្រើនខ្លាំងម្ល៉េះ យើងហាត់គុណរាល់ថ្ងៃប្រកាសជាខ្លាំងជាងឯងធ្វើបាបមនុស្សរាល់ថ្ងៃ ឯងកុំស្មានថាវាបានធ្វើជាម្ចាស់ពិភពគុណហើយថ្ងៃក្រោយឯងបានផលប្រយោជន៍នោះវាសម្រាប់ពួកខ្ញុំហើយវានឹងសម្រាប់ឯងទៀតมันអាចទេអ៊ីឡាងឯងมันអាចធ្វើចឹងទេមែនទេអ៊ីឡាង ឯងជួយវាសម្រាប់មនុស្សដោយសម្រាប់អ្នកគ្រូរបស់យើងហើយរំលែកក្បាច់គុណរៀបច្បងទាំងពីរទៀតឯងដឹងរឿងវាច្រើនណាស់ប្រកាសជាសម្រាប់ឯង มันអាចទេអ៊ីឡាងมันសម្រាប់ខ្ញុំទេខ្ញុំជាលោកគ្រូរបស់វាមែនទេអ៊ីឡាងខ្ញុំនិយាយទៅខ្ញុំជាគ្រូរបស់ឯងណាឆាប់រត់ឯងចង់រត់ទៅណារួច 跟过来。 មិញមិនក៏បងមិនកំចាត់វាទៅ មិនបាច់ទេបន្តិចទៀតវាច្បាស់ជាមករកជើងជាមិនខាន ជាអ៊ីឡាននៅណា ប្រហែលជាវាចិត្តមកហើយ 嘿。 មិននឹកស្មានថាខានជួបគ្នាប៉ុន្មានថ្ងៃសោះពួកឯងហាត់បានក្បាច់ដើរល្អយ៉ាងនេះ នេះជាក្បាច់ដៃសម្រាប់ទុកសម្រាប់ឯងណា មែនហ៎ខ្ញុំក៏ចង់សាកមើលក្បាច់ដើររបស់ស្រីប្រុសជាងដៃឯងដែរ បាត់ដៃអគីព្រើចាំជាសាហាវមែនក ុំខ្លាចចាំបងឲ្យភាពនឹងណអំបាញ់មិនសូវគ្រប់ម្ដងទៀត ម្ដងទៀត យ៉ាម៉េងពីអ្នកឯងនៅមានល្បិចអីទៀតទេមានរត់ហេដើរស្នាកុំអស់ចិត្តស្មោះ 太小。 បញ្ចូលកម្លាំងឲ្យបងបន្តិចមិនទាន់គ្រប់ទេ ផ្លាប់ពីនេះធ្វើមនុស្សស្លាប់ច្រើនណាស់ក៏វត្តពីចោលទៅ អេកុំអីពួកយើងទុកវាទៅចាំថ្ងៃក្រោយពួកយើងមានកូនបើកូនយើងខូចយើងនឹងយកអានឹងវាយវាភ្លាម អូយពីរអ្នកគឺចំជាស្រឡាញ់គ្នា ខ្លាចគេងាប់ហើយ ពួកគេបានហាត់ដើរស្នេហ៍កំឡោះចិត្តស្មោះអញ្ចឹងមើលទៅពួកគេនោះ បាទនេះ ហេតុអីទៅ មិនក៏ខូចម៉េះ បើឯងស្អាតយ៉ាងនេះខ្ញុំទ្រាំមិនបានទៅ ខោទៀត